ខ្ញុំកើតមកមានមាត់ក្អែកនិយាយអ្វីគឺតែងតែមានរឿងនឹងឯងតែខ្ញុំសុខចិត្តរៀបចំខ្លួនដើម្បីស្វាមីអស់10ឆ្នាំតែអ្វីដែលទទួលបានគឺត្រឹមតែលិខិតទម្លាក់ឋានៈពីប្រពន្ធដើមមកជាប្រពន្ធចុងហើយនឹងថ្នាំរំលូតកូនក្តៅដែលប្អូនជីដូនមួយរបស់គាត់បង្ខំឲ្យខ្ញុំផឹកលោកម្ចាស់ដែលខ្ញុំយកជីវិតទៅបដូរដើម្បីកិត្តិយសក្នុងជួរកងទ័ពម្នាក់នេះពេលនេះសំបីតែមើលមុខខ្ញុំក៏មិនមើលដែរគិតតែពីអាណិតប្អូនជីដូនមួយគាត់ដែលត្រូវចានថ្នាំក្តៅរលាយកំរាមដៃខ្ញុំសម្លឹងមើលគូស្នេហ៍ចង្រៃទាំងពីរនាក់នេះមិនដាក់ភ្នែកដោយប្រើបំពង់ក៏ដែលស្អប់អស់10ឆ្នាំនេះរែកបំបែកបរិយាកាសដ៏រីករាយដែលពោពេញដោយកំហឹងនេះសៀវហ៊ានយានថ្ងៃស្អែកក្នុងផ្ទះនេះត្រូវតែមានអ្នកស្លាប់ម្នាក់ថ្ងៃនេះលីវរូយ៉ានលើកចានថ្នាំពណ៌ខ្មៅងឹតមួយមកដាក់នៅមុខខ្ញុំ10ឆ្នាំហើយមិនបានជួបគ្នាបងស្រីនៅតែដូចដើមមិនប្រែសោះបងប្រុសសៀវហ្វូយៀនបានក្លាយជាមេតបធំហើយថ្នាំមួយចាននេះគឺគាត់គម្រប់មកឲ្យដើម្បីឲ្យបងស្រីថែទាំសុខភាពខ្ញុំមើលថែគាត់អស់10ឆ្នាំហើយថ្ងៃដែលជួបសៀវហ៊ានយានគាត់ត្រូវគេវាយស្ទើរតែស្លាប់ខ្ញុំក៏អូសគាត់មកផ្ទះព្រោះតែបបអង្គ3ខែថ្ងៃរៀបការនោះខ្ញុំបានស្ពឹសនឹងមេឃថាដើម្បីគាត់ខ្ញុំនឹងមិននិយាយអ្វីទៀតឡើយគាត់ជួបគ្រោះថ្នាក់នៅព្រំដែនខ្ញុំបានប្រើឈាមគូផែនទីដើម្បីរកផ្លូវរស់ជួយជីវិតគាត់ឥឡូវគាត់ត្រឡប់មកវិញរឿងដំបូងដែលគាត់ធ្វើគឺហុចលិខិតទម្លាក់ឋានៈខ្ញុំមកជាប្រពន្ធចុងដោយនិយាយថាគាត់មិនអាចក្បត់គេបាន Liv Royer អៀនដែលរងចាំគាត់អស់10ឆ្នាំនោះ Liv Royer រុញចានថ្នាំទៅមុខបន្តិចបងស្រីឆាប់ផឹកទៅប៉ាបងប្រុសនិយាយថារាងកាយប៉ាមិនសូវមាំមួនទេក្រោយទៅមិនបាច់មានកូនទៀតទេណាថ្នាំរំលូតកូនខ្ញុំមើលមុខដ៏ស្រស់ស្អាតរបស់នាងហើយនាងក៏បើកបូមាត់ដែលប្រេះស្រកានោះយឺតធ្វើឲ្យ Liv Royer ស្រឡាំងកាំងមួយសន្ទុះឯងចង់និយាយអ្វីខ្ញុំក៏កក់តិចព្រោះបំពង់ក៏ខ្ញុំស្ងួតដូចដែលច្រេះគិតគ្នាអញ្ចឹងឯងនិយាយមើលបើថ្ងៃនេះមានអ្នកស្លាប់ដោយសារថ្នាំមួយចាននេះតើក្នុងផ្ទះត្រូវព្យួរទងជាតិពណ៌ឬក៏ព្យួរគុំក្រហមទៅស្នាមញឹមរបស់ Liv Royer ក៏ស្កប់ភ្លាមដូចជាឃើញខ្មោចអញ្ចឹងឯងចេះនិយាយមែនទេខ្ញុំមិនខ្វល់ពីនាងទេហើយបន្តនិយាយទៀត Liv Royer ដែររបស់អញចិត្តដាច់ហើយមែនទេ Liv Royer ក៏លាក់ដៃឆ្វេងទៅក្រោយដោយស្វ័យប្រវត្តិមុខនាងស្លេកស្លាំងហើយស្រែកឡើងរួចក៏រត់ទៅប៉ុន្តែជើងនាងចំពុកនឹងមាត់ទ្វារដួលថ្នាំមួយចាននោះក៏ធ្លាក់បែកខ្ទេចទឹកថ្នាំពណ៌ខ្មៅខ្ទាតពេញដីនាងដួលកាប់មុខទៅនឹងដីដៃឆ្វេងរបស់នាងបាក់បត់ក្នុងមុំដ៏ចម្លែកឆ្អឹងពណ៌ស្ចាក់ទម្លុះស្បែកអ្នកបម្រើក្នុងផ្ទះទាំងអស់ភ័យខ្លាចរហូតល្ងងអស់ហើយខ្ញុំអង្គុយស្ងៀមនៅកន្លែងដើមសៀវហ៊ានយានមើលចុះខ្ញុំនិយាយបានហើយក្នុងពេលនោះសៀវហ៊ានយានក៏រត់ចូលមកក្នុងផ្ទះឃើញភាពរញ៉េញ៉ៃពេញដីនិងដៃដែលបាក់របស់ Liv Royer គេក៏ដកដាវមកសម្លឹងមើលខ្ញុំយ៉ាងមុតពេលដែលសៀវហាន់យួនដើរចូលមកគេបានក្រឡេកមើលបំណែកចានដែលបែកនៅលើដីរួចក៏សម្លឹងមកខ្ញុំប្រសែភ្នែករបស់គេត្រជាក់ដូចជាទឹកកកអញ្ចឹងគេដើរយ៉ាងលឿនទៅរក Liv Royer ដែលកំពុងតែយំសោកបោកខ្លួនយ៉ាងខ្លាំងគឺគាត់ដែលដាក់បណ្ដាសាខ្ញុំគាត់ថាដៃខ្ញុំនឹងដាច់គឺនាងមែនទេដែលធ្វើខ្ញុំមិនបានធ្វើអ្វីសោះខ្ញុំគ្រាន់តែសម្លឹងមើលបុរសដែលខ្ញុំស្រឡាញ់អស់10ឆ្នាំម្នាក់នេះកាលពីមុនក្នុងភ្នែកគេមានតែខ្ញុំតែឥឡូវគេបែរជាអបស្រីម្នាក់ទៀតមកសួរនាំខ្ញុំទៅវិញលោកមេតបមិញនេះលោកស្រីបាននិយាយមកថាដៃរបស់នាង Liv នឹងដាច់រួចនាង Liv ក៏ដួលតែម្ដងស៊ូឈីងហាននាងត្រូវតែពន្យល់រឿងនេះឲ្យខ្ញុំដឹងភ្លាមខ្ញុំបានប្រាប់ហើយថាដៃរបស់នាងនឹងដាច់នាងចង់ធ្វើស្អីឲ្យប្រាកដខ្ញុំក៏សើចឡើងសៀវហាន់យួនខ្ញុំមិនចង់ធ្វើស្អីទេខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថាថ្ងៃស្អែកជាថ្ងៃល្អសុំនឹងការរៀបចំពិធីបុណ្យសពណាស់ស៊ូឈីងហាននាងកុំមកធ្វើជាលេងល្បិចអីនាងរូអ៊ឺជាប្អូនស្រីរបស់នាងណាហេតុអ្វីនាងចិត្តអាក្រក់ដល់ថ្នាក់នេះលោកមេតបភ្លេចហើយមែនទេកាលពីម្សិលមិញអ្នកទើបតែផ្ដល់លិខិតទម្លាក់តំណែងឲ្យខ្ញុំឥឡូវនេះខ្ញុំគ្រាន់តែជាស្រីបម្រើមិនស័ក្តិសមនឹងធ្វើជាបងស្រីរបស់លោកស្រីធំទេលោកមេតបឆ្អឹងរបស់នាង Liv បានបាក់ខុសទីតាំងហើយត្រូវតែប្រើថ្នាំល្អបំផុតបើនៅក្បែរខ្ញុំគឺត្រូវតែខំមាត់សង្កត់ថ្មិញឯងចេះនៅស្ងៀមខ្លះទៅបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យឯងខ្លាចជាមនុស្សខ្លងមួយជីវិតពិតខ្ញុំសម្លឹងមើលក្នុងរបស់គេរួចស្រែកឡើងលោកមេតបប្រញាប់ទៅណាឬមួយខ្លាចទៅមិនទាន់ពេលព្រឹកស្អែកនេះមែនទេយកវាទៅឃុំក្នុងគុកទឹកបើគ្មានបញ្ជាពីខ្ញុំហាមចេញមកឲ្យសោះខ្ញុំត្រូវបានគេឃុំក្នុងបន្ទប់ងឹតដែលគ្មានពន្លឺថ្ងៃគ្មានទាំងបាយទាំងទឹកពួកគេចង់ប្រើវិធីនេះដើម្បីឲ្យខ្ញុំចុះចាញ់ប៉ុន្តែខ្ញុំគ្រាន់តែអង្គុយស្ងៀមចាំមើលថាតើពាក្យរបស់ខ្ញុំនឹងខ្លាចជាការពិតឬអត់យប់ជ្រៅស្រាប់តែមានសម្លេងស្រីស្រែកយ៉ាងខ្លាំងនិងសម្លេងប្រុសស្រែកដោយភាពភ័យស្លន់ស្លោថាមិនល្អហើយមានគេស្លាប់ហើយប្រញាប់ទៅរាយការណ៍ប្រាប់លោកមេតបទៅខ្ញុំសើចក្នុងភាពងឹតឃើញទេវាពិតមែនហើយទ្វារបន្ទប់ត្រូវបានគេធាក់បើកយ៉ាងខ្លាំងទាហាន2នាក់កាន់ភ្លើងគប់រត់ចូលមកសម្លឹងមើលមកខ្ញុំដោយមុខស្លេកស្លាំងលោកមេតបមានបញ្ជាឲ្យនាំឯងទៅជួបខ្ញុំដើរតាមកងទ័ពចូលទៅក្នុងទីធ្លារបស់ Liv Royer ពួកអ្នកបម្រើក្នុងផ្ទះឃើញខ្ញុំដូចជាឃើញព្រះមរណៈអញ្ចឹងនាំគ្នារត់គេចអស់នៅលើដីមានមនុស្សម្នាក់ដេកស្លាប់គ្របដោយក្រណាត់ Liv Royer ជួរដៃដែលដាច់ឈរនៅក្បែរនោះខ្លួនប្រាញ់ញ័រត្រើតឃើញខ្ញុំភ្លាមក៏ស្រែកឡើងមួយទំហឹងសៀវហ៊ានយ៉ានសម្លឹងមើលខ្ញុំមិនដាក់ភ្នែកសម្លេងស្អប់ថាថ្ងៃនេះពេលរសៀលអ្នកនិយាយថាស្អែកផ្ទះនឹងមានពិធីបុណ្យសពខ្ញុំមកបាននាងក៏ចង្អុលទៅសាកសពនៅលើដីឯងទៅមើលខ្លួនឯងទៅថាវាជានរណាខ្ញុំដើរទៅមុខបើកក្រណាត់ចេញគឺ Biju ដែលជាអ្នកបម្រើផ្ទាល់របស់ Liv Royer ភ្នែកនាងបើកធំមាត់មានឈាមខ្មៅហូរចេញស្លាប់ដោយសារពលពេលរសៀលបន្ទាប់ពី Liv Royer ប្រឡាប់ចានស៊ុបគោនោះចោល Biju ឃើញថ្នាំនោះមានតម្លៃក៏លួចយកទៅផឹកខ្លួនឯងខ្ញុំក្រោកឈរឡើងសម្លឹងមើលសៀវហ៊ានយ៉ានមើលទៅមឈូត្រូវតែប្រញាប់រៀបចំហើយគឺឯងដែលសម្លាប់ Biju នាងស្រីបេសាទខ្ញុំសម្លឹងមើលសៀវហ៊ានយ៉ានហើយសួរនាងថាឥឡូវនេះអ្នកជឿហើយឬនៅរាល់ពាក្យដែលខ្ញុំនិយាយនឹងខ្លាចជាការពិតពាក្យរបស់ខ្ញុំដូចជាញូវាយទៅលើចិត្តរបស់មនុស្សគ្រប់គ្នាអ្នកបម្រើជុំវិញខ្លួនសម្លឹងមើលខ្ញុំដោយការភ័យខ្លាចយ៉ាងខ្លាំងខ្ញុំដើរទៅមុខមួយជំហានពិធីរៀបការនៅផ្ទះមេតបនៅតែធ្វើទៀតចង់ឲ្យខ្ញុំជូនកាដូមួយទៀតទេដើម្បីឲ្យពិធីមង្គលខ្លាចជាពិធីបុណ្យសពសៀវហ៊ានយ៉ានមុខឡើងស្លេក Liv Royer ភ័យខ្លាចរហូតទៅពួននៅពីក្រោយញៀនញ័រដូចគេរែងអង្គបិទមាត់ឯងទៅយកវាទៅដាក់គុកទឹកនៅពេលដែលក្រណាត់ជូតមាត់ប៉ះនឹងបូមាត់ខ្ញុំភ្លាមខ្ញុំក៏និយាយយ៉ាងលឿននិងច្បាស់ថាសេះជួយហ្វឹងដែលអ្នកនាំមកពីម៉ូប៉េស្អែកនេះវានឹងបាក់ជើងហើយរុនភ្នែករបស់សៀវហ៊ានយានរួមតូចភ្លាម
ទង់មេតបដែលអ្នកព្យួរក្នុងបន្ទប់សៀវភៅដែលអ្នកត្រូវបដូរដោយជីវិតពាក់កណ្ដាលនោះស្អែកនេះវានឹងបាក់ដងហើយអ្នកជឿទេ ឯងនិយាយម្ដងទៀតមើល កំបិតមុតកាត់ទៅខ្ញុំ ចង់សម្លាប់បំបិតមាត់ខ្ញុំមែនទេសាកមើលទៅមើលថាតើខ្ញុំស្លាប់មុនឬក៏ខ្ញុំនឹងបណ្ដាសាឲ្យអ្នកនឹងលីវរូយ៉ានស្លាប់ជាមួយគ្នាមុនពេលខ្ញុំស្លាប់ ដៃដែលកាន់កំបិតរបស់សៀវហ៊ានយានញញាក់គេខ្លាចហើយគេខ្លាចខ្ញុំនិយាយពាក្យបណ្ដាសាដែលធ្វើឲ្យគេស្លាប់ភ្លាមមុនពេលខ្ញុំស្លាប់គេក៏ខំមកទាញកំបិតត្រឡប់មកវិញចេញទៅ ក្រណាត់ដែលមិនស្អាតត្រូវបានគេញ៉ាត់ចូលក្នុងមាត់ខ្ញុំត្រូវបានគេអូសតាមផ្លូវចូលទៅក្នុងគុកទឹកដ៏ងឹតនិងសើមហើយចង់ជាប់នឹងបង្គោលឈើក្នុងភាពងឹតខ្ញុំបិទភ្នែករង់ចាំដោយស្ងៀមស្ងាត់នៅពេលព្រឹកព្រលឹមសំឡេងផ្ទុះពីយ៉ាងខ្លាំងដែលធ្វើឲ្យរញ្ជួយផែនដីបានផ្ទុះឡើងនៅក្នុងភូមិគ្រឹះមេតបផែនការរបស់សៀវហ៊ានយានបានដួលរំទាំងស្រុង មេឃភ្លឺហើយខាងក្រៅមានសំឡេងផ្ទុះយ៉ាងខ្លាំងធ្វើឲ្យដីក្នុងគុកទឹកញ័ររញ្ជួយអស់សៀវហ៊ានយានបាននៅយាមមើលថែគេពេញមួយយប់ទោះបីជាខ្ញុំជាប់ក្នុងគុកទឹកក៏ដោយតែខ្ញុំអាចស្រមៃឃើញភាពរត់វល់នៅខាងក្រៅបានធ្នឹមដ៏ធំមួយធ្លាក់ចុះមកធ្វើឲ្យសេះដ៏ខ្លាំងក្លាមួយក្បាលនោះបាក់ជើងក្រោយទាំងពីរហើយស្រែកយំយ៉ាងខ្លាំងភ្លាមនោះក៏មានដំណឹងមកពីបន្ទប់សៀវភៅថាទង់មេតបដែលទាហាន4នាក់យាមទាំងយប់ទាំងថ្ងៃនោះត្រូវសត្វកន្ទាខំស៊ីអស់ហើយស្រាប់តែបាក់ជាពីរនៅចំកណ្ដាលសេះបាក់ជើងទង់បាក់ដងអ្វីគឺដូចគ្នាឥតខ្ចោះស្រាប់តែធ្លាយដាច់ត្រូវគេរុញបើកយ៉ាងខ្លាំងសៀវហ៊ានយានទាំងភ័យស្លន់ស្លោរត់ចូលមកក្នុងគុកទឹកដ៏ងឹតគេរត់មកមុខខ្ញុំហើយទាញក្រណាត់ចេញពីមាត់ខ្ញុំមេតបដែលធ្លាប់តែខ្ពង់ខ្ពស់ម្នាក់នេះលើកដំបូងដែលនិយាយពាក្យសុំ ស៊ូឈីងហ៊ានតើឯងចង់បានអ្វីទៀតលុយកាក់អំណាចខ្ញុំអាចឲ្យឯងបានទាំងអស់សូមឯងឈប់ទៅ ខ្ញុំប្រើសំឡេងស្អកដើម្បីដាក់លក្ខខណ្ឌទី1បណ្ដេញលីវរូយ៉ានចេញពីភូមិគ្រឹះមេតបហើយហាមមិនឲ្យត្រឡប់មកក្រុងវិញជាដាច់ខាតទី2ឯងត្រូវសរសេរលិខិតលែងលះដោយខ្លួនឯងដើម្បីឲ្យសេរីភាពមកខ្ញុំវិញរួចសរសេរលិខិតសារភាពកំហុសប្រកាសប្រាប់ពិភពលោកទី3ចំពងចុះនៅទីនេះហើយក្បាល3ដងឲ្យខ្ញុំ ឯងកំពុងតែយល់សប្តិហើយស៊ូឈីងហ៊ានកុំឲ្យវាហួសហេតុពេក បើឯងមិនព្រមក៏មិនអីដែរស្អែកនេះខ្ញុំនឹងធ្វើឲ្យអ្នកបាត់បង់អ្វីដែលសំខាន់ជាងនេះទៅទៀតដូចជាអំណាចទឹកកកនៅក្នុងដៃរបស់អ្នកនឹង អំណាចទឹកកកវាប្រហារដូចញូធ្ងន់វាចំដាំទ្រូងគេធ្វើឲ្យគេដកថយក្រោយកាច់ណាស់ មើលចុះថាខ្ញុំហ៊ានឬអត់ គេដកដង្ហើមធំដូចជាគោដែលចាញ់សង្គ្រាមក៏បែកក្នុងរត់គេខ្លួនគេត្រូវការពេលវេលាដើម្បីរំលាយភាពភ័យខ្លាចនិងក្លិនខ្លាញ់ផលចំណេញខាតចំណែកខ្ញុំវិញគឺមានពេលរងចាំ សៀវហ៊ានយួនមិនបានព្រមព្រៀងភ្លាមទេរសៀលថ្ងៃនោះគេបានបញ្ជូនមនុស្សឲ្យយកប្រាក់យ៉ាងច្រើនទៅអញ្ជើញលោកគ្រូដាវឈីងស៊ូមកពីវិហារជាយន្តដ៏ល្បីល្បាញនៅទីក្រុងដើម្បីមកកម្ចាត់វិសាចគេរៀបចំអាសនៈបន់ស្រន់លោកគ្រូដាវស្លៀកពាក់អាវផាយ8ទិសដែលកាន់ដាវឈើច័ន្ទទាំងធ្វើពិធីទាំងស្រែកកំហុស អភិសេកឲ្យនៅហ៊ានមាត់រឹងទៀត លីវរូយ៉ាននៅខាងក្រៅទ្វារកំពុងរងចាំមើលខ្ញុំត្រូវគេវាយឲ្យត្រឡប់ទៅរូបដើមវិញហើយឈឺចាប់សុំក្តីមេត្តាខ្ញុំមើលទៅគេហើយបើកមាត់និយាយតិចគ្រាន់តែខ្ញុំបើកមាត់ភ្លាមមិនត្រឹមតែធ្វើឲ្យលោកគ្រូដាវដ៏មានកេរ្តិ៍ឈ្មោះម្នាក់នេះបាត់បង់កិត្តិយសភ្លាមនោះទេថែមទាំងធ្វើឲ្យសៀវហ៊ានយួនបាត់បង់មុខមាត់ចុងក្រោយនៅចំពោះមុខអ្នកបម្រើទាំងអស់ក្នុងភូមិគ្រឹះមេតបទៀតផងខ្ញុំគ្រាន់តែជាអ្នកនាំសាររបស់លោកគ្រូធរខេងឆានីទេសម្លេងខ្ញុំមិននឹកខ្លាំងទេតែរាល់ពាក្យ លោកគ្រូធរនឹងអំណាចធំមែនណា គ្រាន់តែថារឿងដែលលោកម្ចាស់ទៅចាញ់លបែងអស់ប្រាក់នៅតំបន់ឆេងណែនកាលពីម្សិលមិញរហូតដល់យកប្លង់ដីវត្តទៅបញ្ចាំនោះកូនសិស្សលោកម្ចាស់គេដឹងដែរឬអត់ ឯងកុំមកនិយាយផ្ដេសផ្ដាស នៅក្នុងដៃអាវខាងឆ្វេងរបស់លោកម្ចាស់មានលក្ខអាវក្នុងពណ៌ផ្កាឈូកដែលមានក្លិនក្រអូបហើយនៅក្រោមអាវផាយនេះលោកម្ចាស់សំបីតែខោក្នុងក៏មិនបានស្លៀកដែរមែនទេ អញមិននិយាយជាមួយស្រីបិសាចនេះទេ លោកគ្រូធរលោកម្ចាស់ថ្មីងខ្លាញ់ខ្លាយចិត្តជ្រុះហើយនាំគ្នាទៅឲ្យឆ្ងាយពីនេះទៅ លីវរូយ៉ានដួលអង្គុយលើដីទាំងយំស្រែកចង្អុលមុខសៀវហានយានសម្រាប់នាងទៅសម្រាប់បិសាចម្នាក់នេះចោលទៅស្ងាត់មាត់ទៅនាងដើរចូលទៅក្នុងគុកទឹកមួយជំហានម្ដងឈរនៅចំពោះមុខខ្ញុំសំឡេងស្អប់ដូចជាក្រដាសខ្សាច់កិនអញ្ចឹងនិយាយមកមើលលក្ខខណ្ឌរបស់ឯងមានអ្វីខ្លះ ដេញលីវរូយ៉ានចេញទៅរួចសរសេរលិខិតលែងលះនិងលិខិតសារភាពកំហុសហើយលុតជង្គង់ក្បាល3ដងមកខ្ញុំទុកពេលឲ្យឯងកន្លះថ្ងៃមុនថ្ងៃលើថ្ងៃនេះបើលីវរូយ៉ាននៅតែក្នុងភូមិគ្រឹះទៀតស្អែកនេះអ្នកក្រុងទាំងមូលនឹងបានរឿងរ៉ាវរបស់លោកមេតបដែលចិញ្ចឹមអ្នកបួសខ្លែងមិនខានដល់ពេលថ្ងៃលិចមានរទេះសេះមួយគ្រឿងបើកចេញពីទ្វារចំហៀងលីវរូយ៉ានត្រូវបានគេចាប់ញាត់ចូលក្នុងរទេះទាំងបង្ខំទាំងដៃដាច់មួយចំហៀងត្រូវគេបញ្ជូនទៅភូមិគ្រឹះដាច់ស្រយាលដូចជាឆ្កែបាត់ម្ចាស់អញ្ចឹងខ្ញុំត្រូវបានគេដោះលែងពីគុកទឹកឲ្យមកស្នាក់នៅឯលៀនយឺគឺដ៏ស្ងប់ស្ងាត់ទៅតែផឹកតែបានមួយម៉ាត់មេឃក៏ងឹតសៀវហានយានស្លៀកពាក់អាវផាយពណ៌ខ្មៅឈរនៅមុខទ្វារទេឃ្លាទាំងអស់កម្លាំងរឿងនេះអាចបញ្ចប់ត្រឹមនេះបានទេ ខ្ញុំដាក់ពេងតែចុះរួចសម្លឹងមើលទៅគាត់ដោយត្រជាក់ស្រេបលោកមេតបតើលោកភ្លេចហើយឬលក្ខខណ្ឌ3យ៉ាងលោកទៅតែធ្វើបានមួយប៉ុណ្ណោះឯអ្វីដែលនៅសល់លោកត្រូវតែធ្វើឲ្យចប់នៅយប់នេះ ស៊ូឈីងហ៊ានឲ្យខ្ញុំបានធ្វើតាមអ្វីដែលអ្នកចង់បានហើយរឿងនេះអាចបញ្ចប់ត្រឹមនឹងបានទេ លោកមេតបភ្លេចហើយឬលក្ខខណ្ឌរបស់ខ្ញុំមាន3យ៉ាងនេះលោកទៅតែធ្វើបានមួយយ៉ាងប៉ុណ្ណោះ មិនអាចទៅរួចទេបើឲ្យខ្ញុំសរសេរលិខិតសារភាពកំហុសប្រកាសប្រាប់ពិភពលោកតើខ្ញុំខុសអីពីមនុស្សស្លាប់ទៅស៊ូឈីងហ៊ាន ត្រូវហើយខ្ញុំចង់បានជីវិតលោកនឹងឯងពេលដែលលោកបន្ថោខ្ញុំឲ្យធ្វើជាស្រីបម្រើលោកធ្លាប់គិតទេថាខ្ញុំរស់នៅយ៉ាងម៉េច លោកមេតបការពីតំបន់មកពេអស់10ឆ្នាំមកហើយឬថាឆ្នាំនេះអាវរងាសម្រាប់រដូវរងានៅមកពេស្ដាងជាងឆ្នាំមុនហើយចំណីសេះក៏លីស្មៅស្ងួត កុំនិយាយផ្ដេសផ្ដាស
ការនៃក្នុងជួរកងទ័ពច្បាស់លាស់ណាស់មានទាំងមន្ត្រីគ្រប់គ្រងនិងមន្ត្រីត្រួតពិនិត្យទៀងទាត់ កាន់នេះអាចកែបានតែចិត្តមនុស្សវិញពិបាកនិយាយណាស់ជំនួយការដ៏ពូកែម្នាក់របស់លោកឈ្មោះចៅអ៊ីផ្ទះនៅស្រុកកំណើតជួគ្រោះទឹកជំនន់គេត្រូវការលុយច្រើនដើម្បីសាងសង់ផ្ទះឡើងវិញគេបានមកសុំលោកហើយអ្នកមិនបានយល់ព្រមទេមែនទេរឿងនេះក្រៅពីគាត់នឹងចៅអ៊ីគ្មានអ្នកណាដឹងទៀតទេព្រឹកស្អែកពេលចូលគាល់តុលាការនឹងទទួលបានលិខិតប្តឹងដោយអាណាមិកមួយក្នុងនោះមានភស្តុតាងច្បាស់ថាអ្នកនិងមន្ត្រីពុតពងកងទ័ពបានកឹបកេងប្រាក់ខែទាហានចំនួន 30,000 តម្លឹងហើយភរិយាថ្មីរបស់អ្នកគឺចៅអ៊ីនឹងចេញមុខចាប់ប្រកាន់អ្នកនៅចំពោះមុខមន្ត្រីទាំងអស់ មិនអាចទៅរួចទេចៅអ៊ីមិនក្បត់ខ្ញុំទេ ម្ខាងគឺជាភាពស្មោះត្រង់ដែលអ្នកនិយាយខាងទៀតគឺជាប្រាក់ 30,000 តម្លឹងដែលធ្វើឲ្យគ្រួសារគេរស់បាននិងអនាគតរបស់អ្នកសាកទីមើលថាគេនឹងជ្រើសរើសមួយណាខ្ញុំថាគេនឹងក្បត់គឺគេនឹងក្បត់ពិតមែនដល់ពេលនេះហើយអ្នកនៅហ៊ានមិនជឿសម្ដីខ្ញុំទៀតឬសៀវហាន់យួនអ្នកនៅមានពេលមួយយប់ទៀតតើអ្នកនឹងជ្រើសរើសលុតជង្គង់រស់ឬឈរស្លាប់យប់នឹងជួតែសេរ៉ាមិចដ៏មានតម្លៃក្នុងបន្ទប់សៀវភៅរបស់សៀវហាន់យួនបែកតិចទីអស់គាត់ដូចជាសត្វសាហាវដែលជាប់ក្នុងទ្រុងភ្នែកឡើងក្រហមគេងមិនលក់មួយយប់គាត់មិនហ៊ានលេងល្បែងនេះទេរាល់ពាក្យសម្ដីរបស់ខ្ញុំគឺពិតជាត្រឹមត្រូវទាំងអស់បើព្រឹកស្អែកក្នុងពេលប្រជុំព្រះរាជកិច្ចមានលិខិតដឹងផ្ដល់រឿងកាត់ប្រាក់ខែទាហានមែនគាត់មិនត្រឹមតែបាត់បង់កេរ្តិ៍ឈ្មោះទេតែនឹងត្រូវប្រហារជីវិតទាំងគ្រួសារមេចាប់ដើមភ្លឺស្រាងចិត្តដល់ពេលព្រឹកហើយសៀវហាន់យួនអង្គុយចុះលើកៅអីទាំងអស់សង្ឃឹមគាត់ចាញ់ហើយចាញ់ទាំងស្រុងតែម្ដងគាត់ក្រោកឈរយឺតដើរទៅទោសសេអក្សរដើម្បីកិនទឹកខ្មៅដោយខ្លួនឯងបិចដែលធ្លាប់តែបញ្ជាកងទ័ពរាប់ពាន់នាក់ពេលនេះវាធ្ងន់ដូចភ្នំអញ្ចឹងគាត់សរសេរលិខិតលេង lesson រួចបដូរក្រដាសថ្មីមួយទៀតសរសេរលិខិតសារភាពកំហុសដែលជាការអាម៉ាស់បំផុតសម្រាប់គាត់សរសេរម្ដងមួយឃ្លាសរសេរពីរបៀបដែលខ្ញុំជួយសង្គ្រោះគាត់សរសេរពីរបៀបដែលខ្ញុំសុខចិត្តធ្វើជាមនុស្សខ្លងដើម្បីគាត់10ឆ្នាំសរសេរពីរបៀបដែលគាត់ត្រឡប់ទៅស្រុកកំណើតវិញហើយភ្លេចគុណតាមចិត្តស្រីថ្មីបន្ថោប្រពន្ធដើមមកជាប្រពន្ធចុងហើយកាត់ផ្ដាច់ក្តីសង្ឃឹមចុងក្រោយពេលសរសេរពាក្យចុងក្រោយចប់ខ្លួនប្រាណគាត់ដូចជាទើបតែស្រង់ចេញពីទឹកអញ្ចឹងញើសចូលក្នុងអស់មេឃភ្លឺច្បាស់ខ្ញុំអង្គុយក្នុងទីធ្លាកាន់កន្ត្រៃក្នុងដៃកាត់តម្រឹមការមួយផាំងដោយស្ងប់ស្ងាត់ស្រាប់តែសៀវហាន់យួនដើរចូលមកទាំងអស់សង្ឃឹមអ្វីដែលអ្នកចង់បានខ្ញុំសរសេររួចហើយខ្ញុំដាក់កន្ត្រៃចុះលើក្រដាសមកមើលលិខិតលេង lesson ដោយទឹកមុខស្ងប់ស្ងាត់រួចមើលលិខិតសារភាពកំហុសនោះមើលម្ដងមួយឃ្លាយ៉ាងយកចិត្តទុកដាក់សៀវហាន់យួនឈរនៅក្បែរនោះដូចជាអ្នកទោសដែលរងចាំការកាត់ទោសយ៉ាងអន្ទះសារខ្ញុំបត់ក្រដាសទាំងពីរដាក់មួយឡែករួចងើបមុខមើលគាត់ហើយនិយាយថាសរសេរបានល្អណាស់បន្ទាប់មកខ្ញុំលើកដៃចង្អុលទៅកន្លែងទំនេរនៅមុខខ្ញុំហើយនិយាយថាឥឡូវនេះកន្លះដេក3000ខ្ញុំសម្លឹងមើលភ្នែករបស់គេរួចលុតជង្គង់ចុះពាក្យពីរម៉ាត់នេះស្រាដូចជាគ្មានទម្ងន់តែវាដូចជាភ្នំពីរដែលសង្កត់លើក្នុងរបស់ Chiel Henwan ខ្លួនប្រាណគេរឹងស្កប់ភ្លាមកណ្ដាប់ដៃក្តាប់ណែនភ្នែកគេឡើងក្រហមសម្លឹងមើលមកខ្ញុំមិនដាក់ភ្នែក ស៊ូខេងហ្គានកុំមកធ្វើបាបគេខ្លាំងពេកខ្ញុំធ្វើបាបអ្នកនឹងឯងលោកមេតបក៏អាចជ្រើសរើសមិនលុតជង្គង់បានដែរតែខ្ញុំស្មានថាថ្ងៃនេះទ្វារក្រុងដេយើងទៅតែបើកនៅមុខមន្ទីរត្រួតពិនិត្យប្រហែលជាមានគេរងចាំនៅទីនោះហើយខ្លួនប្រាណរបស់ Chiel Henwan រឹងស្កម្ដងទៀតគេដូចជាត្រូវគេចាក់ទឹកកកពីក្បាលដល់ចុងជើងកំហឹងទាំងអស់ត្រូវបានភាពភ័យខ្លាចដល់ត្រជាក់ល្ហឹមពន្លត់អស់គេសម្លឹងមើលមកខ្ញុំមិនដាក់ភ្នែកជើងទាំងពីរចាប់ដើមញ័រដោយមិនអាចគ្រប់គ្រងបានសៀវហាន់យួនបានលេងដៃដែលក្តាប់យ៉ាងណែនចេញយឺតក្នុងភ្នែករបស់គេលែងមានពន្លឺអ្វីទៀតហើយនាងប្រៀបដូចជាតតាដែលគេដកប្រលឹងចេញអស់កម្លាំងពីជើងក៏ដួលទៅលើដីទាំងដែលគេជាមេតបធំសៀវហាន់យួននៅចំពោះមុខប្រពន្ធដែលគេធ្លាប់មើលងាយគេបែរជាលុតជង្គង់ចុះពួកអ្នកបម្រើក្នុងផ្ទះដែលឃើញហេតុការណ៍នេះពីចម្ងាយក៏ភ័យខ្លាចរហូតស្ទើរតែបាត់ស្មារតីហើយនាំគ្នាមុខចុះលោកមេតបជាទីគោរពបាននិយាយរឿងនេះចេញទៅតើមានអ្នកណាជឿទៅខ្ញុំមើលទៅគេដែលកំពុងតែអាម៉ាស់បែបនេះក្នុងចិត្តខ្ញុំមិនមានអារម្មណ៍សប្បាយរីករាយអ្វីទេមានតែភាពទេស្អាតក្បាលទី1សម្រាប់ភាពស្ងៀមស្ងាត់របស់ខ្ញុំអស់10ឆ្នាំខ្ញុំសុខចិត្តធ្វើជាមនុស្សខ្លងដើម្បីអ្នកទទួលរងការមើលងាយនឹងការចំអកអស់10ឆ្នាំសៀវហាន់យួនញ័រខ្លួនយ៉ាងខ្លាំងគេបិទភ្នែកហើយក្បាលក៏ប៉ះនឹងដីយ៉ាងខ្លាំងបង្កើតបានជាសម្លេងយ៉ាងងឺក្បាលទី2សម្រាប់សម្បត្តិដែលអ្នកបានហុចឲ្យខ្ញុំដើម្បីឲ្យខ្ញុំចុះចាញ់នឹងការធ្វើជាប្រពន្ធចុងខ្ញុំសម្លឹងមើលគេខ្ញុំរងចាំអ្នកអស់10ឆ្នាំរងចាំរហូតដល់អ្នកបានជោគជ័យត្រឡប់មកវិញរឿងដំបូងដែលអ្នកធ្វើគឺទម្លាក់ខ្ញុំពីតំណែងប្រពន្ធដើមហើយបោះខ្ញុំទៅក្នុងភក់ដើម្បីទុកកន្លែងឲ្យស្រីថ្មីរបស់អ្នកសៀវហាន់យួនតើអ្នកធ្លាប់មានអារម្មណ៍ខុសខ្លះទេសៀវហាន់យួនញ័រមាត់និយាយមិនចេញគេញើសក្បាលឡើងហើយក៏ក្បាលប៉ះនឹងដីម្ដងទៀតផាំងថ្ងាសរបស់គេឡើងហាមក្រហមអស់ហើយក្បាលទី3សម្រាប់រឿងដែលអ្នកបានអនុញ្ញាតឲ្យលីវរូយ៉ានផ្ដេកឆ្នាំបង្អាក់កំណើតរបស់ខ្ញុំអ្នកចង់បានជីវិតខ្ញុំចង់ឲ្យខ្ញុំគ្មានកូនចៅបន្តពូជពងអ្នកពិតជាចិត្តអប្រិយមែនសៀវហាន់យួនញ័រខ្លួនតិចស្ទើរតែដួលទៅហើយលើមុខរបស់គេមានដំណក់ទឹកហូរចុះមកលើកនេះនាងស្រក់ទឹកភ្នែកដោយក្តីស្ដាយក្រោយហើយប្រើកម្លាំងទាំងអស់ដែលមានដើម្បីក្បាលទី3ផាំងលើកនេះក្បាលនាងបែកឈាមហើយនាងបានក្បាលទី3រួចរាល់សៀវហាន់យួនដួលដេកលើដីដូចជាឆ្កែញាប់ដែលកំរើកលែងរួចទឹកយុះនឹងភាពថ្លៃថ្នូរពេញមួយជីវិតរបស់គេត្រូវបានកំទេចចោលទាំងស្រុងខ្ញុំក៏លើកលិខិតលែងលេះនៅលើតឡាងរួចនិយាយទៅថាអ្នកទៅបានហើយសៀវហាន់យួនខំប្រឹងងើបឈរឡើងរួចដើរចេញទៅទាំងអស់សង្ឃឹមក្នុងរបស់គេកង់ចុះហាក់ដូចជាចាស់ទៅ20ឆ្នាំក្នុងមួយបបព្រិចភ្នែកពេលគេដើរចេញផុតពីមាត់ទ្វារខ្ញុំក៏ហៅអ្នកគ្រប់គ្រងដែលរងចាំនៅខាងក្រៅចូលមកយកទៅបោះពុំនៅហាងធំបំផុតក្នុងក្រុងចំនួន1000សន្លឹកហើយបិទឲ្យពេញគ្រប់ផ្លូវតូចធំក្នុងក្រុងឲ្យអស់នៅថ្ងៃនេះត្រូវតែឲ្យអ្នកគ្រប់គ្នានៅទីនេះបានឃើញអ្នកគ្រប់គ្រងញ័រខ្លួនត្រើតញើសត្រជាក់ហូរជោគខ្នងគាត់លើកលិខិតសារភាពកំហុសដែលកំណត់វាសនារបស់ភូមិគ្រឹះមេតបដោយដៃញ័ររួចប្រញាប់ចាក់ចេញទៅព្យុះកំពុងតែមកដល់ហើយសៀវហាន់យួនតើអ្នកត្រៀមខ្លួនទទួលការជេរប្រមាថពីមនុស្សទូទាំងផែនដីហើយឬនៅផ្ទះលោកមេតបនឹងមានរឿងធំហើយដំណឹងនេះល្បីសុសសាយពេញរាជធានីក្នុងរយៈពេលត្រឹមតែពាក់កណ្ដាលថ្ងៃប៉ុណ្ណោះដំបូងឡើយគ្មានអ្នកណាម្នាក់ជឿទេថាមេតបធំសៀវហាន់យួនដែលជាមនុស្សចំណិតរបស់ព្រះមហាក្សត្រនឹងជួបគ្រោះថ្នាក់បែបនេះរហូតដល់ម៉ោង10ព្រឹកទើបមានលិខិតសារភាពកំហុសដែលទឹកថ្នាំនៅមិនទាន់ស្ងួតផងត្រូវបានគេបិទពារពេញជញ្ជាំងដែលលេចធ្លោបំផុតក្នុងរាជធានីមិនថាទាំងប្រកាសក្រោមខ្លោងទ្វារឬមុខភោជនីយដ្ឋានទេអ្នកគ្រប់គ្នាត្រូវបានតាក់ទាញដោយចំណងជើងដ៏គួរឲ្យភ្ញាក់ផ្អើលនោះទណ្ឌិតសៀវហាន់យួនសូមក្រាបបង្គំទូលប្រាប់ទៅកាន់រីស
រទូទាំងគោអ្នកចេះអក្សរក៏អានខ្លាំងអ្នកមិនចេះអក្សរក៏លោកក៏ស្ដាប់ពេលឮថាសៀវហ៊ានយួនក្បត់ពាក្យសច្ចាបោះបង់ប្រពន្ធដែលនៅស្ងៀមស្ងាត់ដើម្បីគេអស់10ឆ្នាំហើយដើម្បីតែអូនជីដូនមួយដ៏ស្រស់ស្អាតក៏បន្ថោកប្រពន្ធដើមមកត្រឹមជាស្រីបំរើថែមទាំងយកព្រមឲ្យគេបំពោតប្រពន្ធដើមទៀត អរព្រះអើយមេតបសៀវម្នាក់នេះពិតជាមនុស្សបែបនេះសោះខ្ញុំស្មានតែគាត់ជាវីរបុរសដ៏អង់អាចទៅទៀតតាមពិតទៅគាត់គ្រាន់តែជាមនុស្សអកតញ្ញូដែលសងគុណដោយទោសទណ្ឌសោះអ្នកស្រីស៊ូម្នាក់នោះពិតជាគួរឲ្យអាណិតណាស់ព្រោះតែគាត់ម្នាក់នេះនាងសុខចិត្តធ្វើជាមនុស្សអស់10ឆ្នាំតែចុងក្រោយបែរជាទទួលបានលទ្ធផលបែបនេះទៅវិញ រូបភាពវីរបុរសដ៏អង់អាចក្នុងចិត្តប្រជាជនរបស់សៀវហ៊ានយួនបានដួលរំក្នុងមួយប៉ព្រិចភ្នែកពីមេតបសង្គ្រាមខ្លាយជាមនុស្សប្រុសចិត្តដាច់ដែលអ្នកណាក៏ស្អប់ខ្ពើមអ្នកនិទានរឿងក្នុងហាងតែក៏ចាប់យកឱកាសនេះភ្លាមដោយបដូររឿងរបស់សៀវហ៊ានយួនទៅជាបុរសចិត្តអាក្រក់លេខ1ក្នុងលោកភ្លើងនៃទេសាធារណៈបានឆាបឆេះពេញរាជធានីនៅក្នុងបន្ទប់អានសៀវភៅក្នុងព្រះបរមរាជវាំងព្រះមហាក្សត្រទតឃើញលិខិតសារភាពកំហុសដែលចារីយកមកថ្វាយក៏ខឹងសម្បាររហូតមុខឡើងស្លេកស្លាំងខ្លួនប្រាញ់ញ័រត្រើតហើយព្រះអង្គក៏ទះក្រដាសនោះលើទៅយ៉ាងខ្លាំងសំឡេងទូយ៉ាងខ្លាំងមួយ អាពុកឈួតពិតមែនរឿងអាស្រូវក្នុងផ្ទះមិនគួរផ្សព្វផ្សាយទេតែគេជាដល់ទៅវេវហឺបែរជាធ្វើរឿងអាស្រូវខ្លួនឯងឲ្យល្បីពេញក្រុងបែបនេះតែគេទុកមុខមាត់រាជវាំងនឹងកងទ័ពទៅទុកឯណា ព្រះចៅអធិរាជខឹងខ្លាំងណាស់អ្វីដែលទ្រង់ខ្វល់មិនមែនជារឿងសើថតតខ្លួនរបស់ មេតបធំត្រូវបានប្រពន្ធបង្ខំឲ្យប្រកាសកំហុសខ្លួនឯងដល់ពិភពលោកបាត់បង់កេរ្តិ៍ឈ្មោះអស់ហើយតើឲ្យរាជក្នុងនគរមើលមកកាន់រាជវាំងយ៉ាងម៉េចទៅអ្នកណានាំព្រះរាជសារយើងទៅឲ្យសៀវហ៊ានយួនចូលគាល់ក្នុងវាំងជាបន្ទាន់ ពេលនេះក្នុងភូមិគ្រឹះមេតបមានបរិយាកាសស្ងាត់ជ្រងសៀវហ៊ានយួនបានគុំខ្លួនឯងក្នុងបន្ទប់គេអាចជឿសំឡេងអ៊ូអរតិចពីតាមផ្លូវហើយដឹងថាខ្លួនឯងបានខ្លាយជាក្លឹបដ៏ធំបំផុតក្នុងរាជធានីទៅហើយគេចាប់ទាំងស្រុងហើយសំឡេងគោះទ្វារក៏បន្លឺឡើង លោកមេតបអ្នកពីក្នុងវាំងមកដល់ហើយព្រះចៅអធិរាជហៅលោកឲ្យចូលគាល់ជាបន្ទាន់ សៀវហ៊ានយួនសើចទាំងឈឺចាប់រួចបើកទ្វារចេញទៅអ្វីដែលរងចាំគេនៅខាងមុខគឺការកាត់ទោសចុងក្រោយពីភូមិគ្រឹះមេតបរហូតដល់ក្នុងព្រះបរមរាជវាំងមានអារម្មណ៍ថាខ្លួនឯងដូចជាត្រូវគេដោះឲ្យអស់អញ្ចឹងក្រោមប្រសែភ្នែកអ្នកគ្រប់គ្នាដែលកំពុងសម្លឹងមើលមកគាត់ប្រសែភ្នែកដែលធ្លាប់តែគោរកតខ្លាចទាំងនោះពេលនេះបានប្រែទៅជាការមើលងាយមើលថោកយ៉ាងច្បាស់គាត់លុតជង្គង់នៅលើក្បឿងត្រជាក់ក្នុងបន្ទប់អានសៀវភៅក្បាលអោនចុះទៀតមិនហ៊ានងើបមើលព្រះចៅអធិរាជនៅលើបល្ល័ង្កឡើយព្រះចៅអធិរាជលើកលិខិតសារភាពកំហុសនោះឡើងព្រោះទ្រវីតិច ឯងសរសេរមែនទេសំឡេងរបស់ព្រះចៅអធិរាជស្ងប់ស្ងាត់គួរឲ្យខ្លាចធ្វើឲ្យបូមាត់របស់ញ័រត្រើតសរសេរបានល្អណាស់អក្សរសាស្ត្រពិតជាអស្ចារ្យមែនមិននឹកស្មានថានេនគោមានសមត្ថភាពសរសេររឿងស្នេហាបានល្អដល់ថ្នាក់នេះឯងធ្វើឲ្យរឿងក្នុងផ្ទះខ្លាចជារឿងអាស្រូវពេញក្រុមធ្វើឲ្យកងទ័ពខ្លាចជាទីសាច់ចំអករបស់មនុស្សទូទាំងនគរបរោះម្នាក់ដែលសម្បីតែរឿងក្នុងផ្ទះក៏គ្រប់គ្រងមិនបានតើឲ្យទីហ៊ាន ញ័រខ្លួនយ៉ាងខ្លាំងគាត់ចង់បកស្រាយចង់និយាយថាគាត់ជាមនុស្សដែលនិយាយអ្វីក៏ខ្លាចជាការពិតតែគាត់មិនហ៊ាននិយាយទេបើនិយាយចេញទៅព្រះចៅអធិរាជនឹងគិតថាគាត់ឈួតហើយកំពុងរំលេចដល់សត្វ ទូបង្គំសំតែស្លាប់ គាត់បានត្រឹមតែអោនក្បាលចុះយ៉ាងខ្លាំងទៅលើដី ចាប់ពីថ្ងៃនេះទៅដោយសារឯងធ្លាប់មានគុណបំណាច់ក្នុងរយៈពេល10ឆ្នាំកន្លងមកនេះយើងនឹងមិនសម្លាប់ឯងទេប៉ុន្តែយើងនឹងដកតំណែងឯងហើយដកអំណាចកងទ័ពវិញឯងត្រូវនៅតែក្នុងផ្ទះដើម្បីឆ្លុះបញ្ចាំងពីកំហុសខ្លួនឯងឲ្យបានល្អ ពាក្យប៉ុន្មានម៉ាត់នេះប្រៀបដូចជាផ្លេកបន្ទោដែលបាញ់ចុះមកគាត់លែងជាមេតបទៀតហើយតែបានខ្លាចជាអ្នកទោសដែលត្រូវគេឃុំឃាំងពាក្យរបស់ខ្ញុំបានខ្លាចជាការពិតហើយចាប់ពីថ្ងៃនេះទៅក្នុងភូមិគ្រឹះមេតបនឹងលែងមានមេតបទៀតហើយដើរត្រឡប់មកដល់មុខផ្ទះទាំងអស់សង្ឃឹមក៏ឃើញពួកឃ្វៀនកំពុងបញ្ជាជាងឲ្យដកទាំងស្លាកសញ្ញាធំដែលសរសេរថាចុះមកស្របពេលដែលលឺសូរប្រៅទាំងស្លាកនោះក៏ធ្លាក់មកលើដីបាក់ជាពីកំណាត់មេតប ផ្ទះនេះហាក់ដូចជាដួលរំហើយអ្នកបម្រើក៏រត់អស់ចិត្តអស់គេលែងមានសង្ឃឹមអ្វីទៀតហើយរាល់ថ្ងៃគេឃុំខ្លួនឯងក្នុងបន្ទប់ផឹកស្រារហូតខ្លាចជាមនុស្សប្រមឹកស្កាំងស្គមចំណែកខ្ញុំវិញបានគ្រប់គ្រងផ្ទះនេះរស់នៅក្នុងសាលាដែលជួសជុលថ្មីរាល់ថ្ងៃអង្គុយអានសៀវភៅកាប់ការជីវិតមានសេចក្តីសុខជាងពេលណាទាំងអស់រសៀលថ្ងៃនោះខ្ញុំកំពុងមើលសៀវភៅគំនូរថ្មីអ្នកគ្រប់គ្រងផ្ទះក៏រត់មក លោកស្រីមានបរិះម្នាក់នៅខាងក្រៅចង់ជួបលោកស្រីគាត់ថាគាត់ឈ្មោះគាត់មកពីភូមិដែលជាស្រុកកំណើតរបស់លោកស្រីឪពុករបស់គាត់គឺ ដៃដែលកំពុងបើកសៀវភៅរបស់ខ្ញុំក៏ជប់ភ្លាមគឺមែនទេកាលពី10ឆ្នាំមុនព្រោះតែគាត់មិនស្ដាប់ពាក្យខ្ញុំទើបយប់នោះគាត់ដួលបាក់ជើងអ្នកភូមិទាំងមូលថែមទាំងជេរខ្ញុំថាជាបិសាចទៀត10ឆ្នាំក្រោយមកកូនប្រុសគាត់រត់មកពីឆ្ងាយដើម្បីអ្វីរកខ្ញុំធ្វើអីពេលខ្ញុំកំពុងបើកសៀវភៅខ្ញុំក៏ជប់សម្លឹងមើលទៅគឺដោយសារតែវាអប់រំស្ដាប់ខ្ញុំកាលពី10ឆ្នាំមុនទើបវាធ្លាក់បាក់ជើងហើយអ្នកភូមិទាំងមូលក៏នាំគ្នាជេរខ្ញុំថាជាបិសាចភ្លាមនោះ ខ្ញុំបាទឈ្មោះចាងអាញៀវសូមគោរពអ្នកនាងស៊ូ ខ្ញុំសម្លឹងមើលទៅគេហើយសួរថា អ្នកនាងពិតជាមែនទំនិញរបស់ខ្ញុំដែលមានតម្លៃដល់ទៅ 5000 តម្លឹងត្រូវបានពួកចោរភ្នំដណ្ដើមយកទៅអស់ហើយខ្ញុំអស់ខ្លួនហើយ ក្នុងចិត្តខ្ញុំមានអារម្មណ៍ថាហួសចិត្តកាលពី10ឆ្នាំមុនពួកគេខ្លាចខ្ញុំហើយរើសអើងខ្ញុំថែមទាំងចាត់ទុកខ្ញុំជាបិសាចទៀតតែ10ឆ្នាំក្រោយមកពួកគេបែរជាមកលុបជង្គង់សំទះខ្ញុំហើយលើកតម្កើងខ្ញុំជាទៅវិញខ្ញុំសម្លឹងមើលទៅគេដោយទឹកមុខស្ងប់ស្ងាត់ទំនិញរបស់អ្នកគឺស្បែក តើអ្នកនាងដឹងបានយ៉ាងម៉េចទៅ ខ្ញុំមិនខ្វល់ពីគេទេហើយក៏និយាយត្រង់ថាដល់ពេលថ្ងៃត្រង់3ថ្ងៃក្រោយចូលទៅកាន់ប្រាសាទចាស់នៅទីខាងត្បូងក្រុងអ្នកនឹងឃើញតាមម្ចាស់លក់ស្ករកែវម្នាក់នៅចង្កេះគាត់មិនមែនព្យួរ10ស្រាទេគឺ10ឆ្នាំនិយាយចប់ខ្ញុំក៏លើកសៀវភៅមកអានវិញហើយក៏ដេញគេចេញទៅចាំងអាញៀវក៏អរគុណខ្ញុំមិនដាច់ពីមាត់មុននឹងដើរចេញទៅក្នុងចិត្តខ្ញុំមានអារម្មណ៍មិនសូវល្អសោះតើពាក្យពីរម៉ាត់នេះអាចជួយគេរកទំនិញតម្លៃ 5000 តម្លឹងនោះឃើញមែនឬ បន្ទាប់ពីដេញចាំងអាញៀវទៅហើយមេឃក៏ងឹតសូនឲ្យឈឹងខ្ញុំទៅតែលើកកែវស្រាឡើងស្រាប់តែមានបុរសម្នាក់ដែលមានក្លិនស្រាពេញខ្លួនហើយមើលទៅស្គមស្កាំងដើរចូលមកក្នុងទីធ្លាផ្ទះទាំងត្រេកត្រត់គឺហ៊ានយានតូចអ្នកបានបំផ្លាញអ្វីគ្រប់យ៉ាងរបស់ខ្ញុំហើយសម្លាប់ខ្ញុំទៅបើចង់ឲ្យខ្ញុំស្លាប់និយាយមក នាងសុខចិត្តស្លាប់មិនចង់រងទុក្ខវេទនាបែបនេះរាល់ថ្ងៃទៀតទេខ្ញុំក៏មើលបរិះម្នាក់នេះដែលកំពុងលុតជង្គង់សុំស្លាប់ដោយស្ងៀមស្ងាត់រួចក្រវីក្បាលងាប់បែបនេះស្រួលពេកហើយខ្ញុំក្រោកឈរឡើងដកលិខិតលែងលះដែលគាត់សរសេរដោយដៃខ្លួនឯងចេញពីដៃអាវរួចដាក់លើតុធំលីវរូយ៉ានបានទទួលកម្មពីហើយតំណែងនឹងកេរ្តិ៍ឈ្មោះរបស់អ្នកគឺសងនឹងការក្បត់របស់អ្នកក្បាលទាំង3នោះសងនឹងភាពជាយុវវ័យ10ឆ្នាំរបស់ខ្ញុំសម្លឹងមើលគាត់រួចនិយាយមួយរឿងរ៉ាវរបស់យើងដាច់ស្រេចហើយពេលនេះខ្ញុំមានសេរីភាពហើយ អ្នកនឹងទៅមែនទេ សូមជូនចំពោះអតីតកាលដែលបានស្លាប់ទៅរបស់យើងកុំទៅ
អ្នកមិនអាចទៅបានទេ Chiel Haniwan កំពុងតែចាប់ចង្កេះខ្ញុំជាប់ខ្លួនប្រាញ់ញ័រត្រឹកបើខ្ញុំទៅភូមិគ្រឹះនេះនឹងខ្លាចជាភ្នោពិតប្រាកដមែនហើយគេនឹងនៅម្នាក់ឯងគេមិនដែលខ្លាចដល់ថ្នាក់នេះទេខ្ញុំមិនបានរើម្រះទេគ្រាន់តែអន់មើលដៃដែលអស់សង្ឃឹមរបស់គេយូរគួរសមខ្ញុំក៏ដកដង្ហើមធំហើយប្រើសម្លេងអាណិតអាសូរប្រាប់គេពីសារក្រុមចុងក្រោយ Chiel Haniwan ឲ្យអ្នកមិនស្លាប់ទេអ្នកនឹងរស់នៅបានយូរអង្វែងណាស់គេក៏រឹងខ្លួនស្ងៀមអ្នកនឹងត្រូវរស់នៅម្នាក់ឯងក្នុងភូមិគ្រឹះដ៏ស្ងាត់ជ្រុងនេះរហូតដល់ចាស់រហូតដល់ស្លាប់អ្នកនឹងចងចាំយ៉ាងច្បាស់នៅរាល់អ្វីដែលអ្នកបានបាត់បង់ប៉ុន្តែអ្នកនឹងមិនមានថ្ងៃសប្បាយចិត្តឡើយនិយាយចប់ខ្ញុំក៏រើដៃគេចេញយ៉ាងខ្លាំងហើយដើរចេញពីទីធ្លាដោយមិនងាកក្រោយទ្វារធំក៏បិទយឺតពីក្រោយខ្ញុំកាត់ផ្ដាច់ពិភពលោកទាំងពីរ Chiel Haniwan ដួលទៅលើដីដ៏ត្រជាក់ហើយទីបំផុតក៏ស្រែកយំយ៉ាងខ្លាំងដូចសត្វព្រៃការរស់នៅយូរអង្វែងដោយគ្មានសេចក្តីសុខនេះគឺជាបណ្ដាសាដែលអាក្រក់ជាងការស្លាប់10000ដងខ្ញុំដើរតាមផ្លូវមុនពេលព្រឹកព្រលឹមដកដង្ហើមស្រូបយកខ្យល់ត្រជាក់ភូមិគ្រឹះដែលឃុំខ្ញុំអស់10ឆ្នាំនេះបានក្លាយជាអតីតកាលទាំងស្រុងខ្ញុំឈ្មោះ Sukenghan ខ្ញុំមានសេរីភាពហើយវត្តឈៀងជាងពេលវេលា3ថ្ងៃបានមកដល់ហើយនៅខាងក្រៅវត្តចាស់ភាគខាងត្បូងក្រុងចាំងអាញៀវសម្លឹងមើលទៅតាដែលលក់ស្ករកែវមិនដាក់ភ្នែកបេះដូងគេលោតញាប់ដូចស្គរ3ថ្ងៃក្រោយមកនៅពេលថ្ងៃត្រង់នៅឯវត្តចាស់ខាងត្បូងក្រុងចាំងអាញៀវលាក់ខ្លួននៅក្រោយជញ្ជាំងដែលបាក់បែកដៃជោគដោយញើសនៅក្រោមដើមឈើខាងក្រៅមានតាម្ចាស់ម្នាក់ពិតមែនកំពុងលក់ស្ករកកពេលវេលាកន្លងផុតទៅ1នាទីការលក់ដូរស្ងាត់ជ្រុងគួរឲ្យអាណិតខណៈដែលចាំងអាញៀវចិត្តអស់សង្ឃឹមក៏មានបុរសម្នាក់មុខមាត់កាចសាហាវដើរមកបុរសនោះមិនបានមើលស្កកទេតែនិយាយពាក្យសម្ងាត់តិចរួចហុចកាក់ឲ្យតាម្ចាស់ទទួលយកកាក់រួចដោះដបទឹកតូចនៅចង្កេះចាក់ម្សៅថ្នាំពណ៌សរុំឲ្យចាំងអាញៀវមានអារម្មណ៍ថាខួរក្បាលស្ទើរតែផ្ទុះគេយកគ្រប់យ៉ាងអស់ហើយតាម្ចាស់ម្នាក់នេះកំពុងប្រើការលក់ស្ករកកជាលេសដើម្បីផ្ញើថ្នាំព្យាបាលរបួសឲ្យពួកចោរភ្នំទំនិញរបស់គេគឺត្រូវពួកនេះប្លន់យកទៅគេបង្ខំចិត្តឲ្យស្ងប់ស្ងាត់ចងចាំមុខមាត់បុរសនោះឲ្យជាប់រួចក៏រត់យ៉ាងលឿនទៅកាន់សាលានៅមុខសាលាគេក៏ស្ទុះទៅខាត់មន្ត្រីយោធាវ័យក្មេងម្នាក់លោកមេតបខ្ញុំមានរឿងធំចង់រាយការណ៍គឺជារឿងពួកចោរភ្នំនៅភ្នំខ្លាអាក្រក់ខាងក្រៅក្រុងស្អប់ពួកចោរប្លន់បំផុតពេលឮឈ្មោះភ្នំខ្លាអាក្រក់ភ្នែកគេក៏មុតស្រួចភ្លាមមានតម្រុយអ្វីប្រាប់មកឲ្យលំអិតចាំងអាញៀវមិនហ៊ានប្រាប់ឈ្មោះខ្ញុំទេគេគ្រាន់តែបន្ថែមពណ៌សម្បូររឿងនៅវត្តចាស់នោះប្រាប់គេលោកគូយុនថឹងគឺជាមនុស្សដែលធ្វើការអ្វីឆាប់រហ័សណាស់គាត់ក៏បញ្ជាឲ្យកងស៊ើបការពិសេសផ្លាស់ប្ដូរទៅស្លៀកពាក់សម្លៀកបំពាក់ធម្មតាដើម្បីតាមដាននៅក្បែរវត្តចាស់ទាំងយប់ទាំងថ្ងៃមិនដល់2ថ្ងៃផងកងស៊ើបការក៏តាមដានរកឃើញទីតាំងសម្ងាត់របស់ក្រុមចោរភ្នំដែលស្ថិតនៅជ្រលងភ្នំឈើយន្តចម្ងាយ30លីពីក្រៅក្រុងជ្រលងភ្នំឈើយន្តនេះពិបាកវាយលុកណាស់លោកគូយុនថឹងក៏សម្រេចចិត្តប្រើល្បិចតាក់ពោះចេញពីក្នុងរូងគាត់ចាប់បានតាដែលលក់ស្កកនោះមកសួរចម្លើយគាត់ភ័យខ្លាចរហូតនិយាយប្រាប់អស់គ្មានសល់មេក្រុមចោរភ្នំហ៊ូបានរងរបួសធ្ងន់ហើយកំពុងត្រូវការថ្នាំព្យាបាលរបួសជាបន្ទាន់លោកគូយុនថឹងក៏នឹកឃើញគំនិតមួយដោយបង្ខំឲ្យដាជរានោះផ្ញើសារคล้ายៗទៅលើភ្នំដោយសារអាជ្ញាធររឹតបន្តឹងខ្លាំងថ្នាំមិនអាចដឹកចូលក្នុងក្រុងបានទេទើបត្រូវធ្វើការដោះដូរនៅស្ថានីយ៍ប្រៃសណីយ៍ចាស់នៅឯកំពង់ផែហ្វឹងលីងហើយក៏បានផ្សព្វផ្សាយដំណឹងនេះចេញទៅដោយប្រាប់ថា3ថ្ងៃក្រោយនឹងមានក្បួនទេសដឹកសូត្រឆ្លងកាត់ក្រោមភ្នំនេះគឺជាការបាញ់ព្រួញមួយបានសត្វពីរគឺអាចតាក់ទាញកម្លាំងចោរភ្នំឲ្យចេញមកហើយក៏អាចឲ្យពួកគេបន្ធូរការប្រុងប្រយ័ត្នផងដែរនៅពេលដែលលោកគូយុនថឹងកំពុងរៀបចំផែនការអៀងមីញឹកនោះខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះដ៏ស្ងប់ស្ងាត់ដែលទើបនឹងរៀបចំថ្មីខ្ញុំបានឲ្យអ្នកបម្រើក្នុងផ្ទះត្រកូលសៀវត្រឡប់ទៅវិញអស់ហើយដោយទុកតែស្រីបម្រើ2នាក់និងអ្នកគ្រប់គ្រងផ្ទះម្នាក់ប៉ុណ្ណោះជារៀងរាល់ថ្ងៃខ្ញុំអានសៀវភៅកាត់ការសរសេរអក្សររស់នៅជីវិតដែលមិនប្រជែងជាមួយអ្នកណាខ្ញុំដឹងថាពាក្យសម្ដីរបស់ខ្ញុំកំពុងបង្កឲ្យមានរឿងរ៉ាវធំដុំនៅខាងក្រៅប៉ុន្តែខ្ញុំលែងចង់ខ្វល់ទៀតហើយខ្ញុំបានប្រគល់សរឲ្យចាំងអាញូហើយអ្វីដែលនៅសល់គឺអាស្រ័យលើវាខ្លួនឯងទៅចុះល្ងាចថ្ងៃទី3ថ្ងៃលិចក្រហមដូចឈាមនៅឯកំពង់ផែហ្វឹងលីងស្ថានីយ៍ប្រៃសណីយ៍ចាស់ក្រុមអ្នកបាញ់ធ្នូជាច្រើនរយនាក់ប្រៀបដូចជាសត្វសាហាវដែលកំពុងលាក់ខ្លួននៅចុងផ្លូវតូចនោះមេក្រុមចោរភ្នំហ៊ូនិងបកពួកជិត100នាក់បានដើរចូលទៅក្នុងអន្ទាក់មរណៈយ៉ាងពេញទំហឹងថ្ងៃលិចដូចជាឈាមខ្យល់បក់បោកនៅក្រៅក្រុងក្រុមអ្នកបាញ់ធ្នូដ៏ខ្លាំងពូកែរាប់រយនាក់របស់រដ្ឋបាលក្រុងកំពុងតែសម្លឹងមើលទៅចុងផ្លូវដូចជាសត្វសាហាវដែលកំពុងតែលាក់ខ្លួនគេយ៉ាងជិញ្ឈរនៅលើទូកពោះលើកដៃឡើងយ៉ាងត្រជាក់ស្រេកឯមេក្រុមទី2ដែលមានស្នាមរបួសលើមុខនៅភ្នំខ្លាឃ្លានក៏នាំក្រុមចោររាប់រយនាក់សម្រុកចូលទៅក្នុងអន្ទាក់មរណៈដោយភាពរំភើបពួកគេស្ពាយដាវធំមកដោយគិតថាគ្រាន់តែមកយកថ្នាំតែមិនដឹងទេថានេះគឺជាភ្នូដែលគេរៀបចំទុកសម្រាប់ពួកគេបាញ់គេយ៉ាងចេញបញ្ជាភ្លាមព្រួញរាប់ពាន់ដើមធ្លាក់ចុះមកដោយភ្លាមក្រុមចោរភ្នំមិនទាន់ទាំងដឹងខ្លួនផងក៏ត្រូវព្រួញបាញ់ដួលអស់មួយចំហៀងសម្លេងស្រែកយំយ៉ាងវេទនាបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់នៃពេលល្ងាចសម្លាប់ជាយ៉ាងចេញដកដាវចុះពីលើទួលក្រុមទាហានសម្រុកចេញមកដោយទឹកចំនួនឡោមព័ទ្ធក្រុមចោរភ្នំជុំចិត្តមិនដល់ពេលដុតធូបមួយសរសៃផងការប្រយុទ្ធក៏បញ្ចប់ក្រុមចោរភ្នំជិត100នាក់ស្លាប់ខ្លះចុះចាញ់ខ្លះគេយ៉ាងចេញដាវជន់លើឈាមពេញដីយកចុងដាវលើកចង្ការបស់មេក្រុមដែលមានស្នាមរបួសនោះឡើងគេក៏ខ្ជាក់ឈាមចេញមកធ្វើបើខ្លាំងមែនក៏សម្លាប់អញទៅគេយ៉ាងចេញសើចំអករួចដកដាវទុកបញ្ជាឲ្យគេនៅសម្អាតសម្រភូមិហើយអ្នកផ្សេងទៀតតាមខ្ញុំឡើងភ្នំយប់នេះខ្ញុំនឹងធ្វើឲ្យភ្នំខ្លាឃ្លាននេះបាត់បង់ពីផែនដីយប់ជ្រៅថ្ងៃនោះក្រុមទាហានសម្រុកឡើងទៅជ្រលងភ្នំហើយចាប់ក្រុមចោរដែលនៅសេសសល់និងមេក្រុមធំដែលរងរបួសធ្ងន់បានទាំងអស់ក្រុមចោរភ្នំខ្លាឃ្លានដែលបោះទីតាំងនៅទីក្រុងជាច្រើនឆ្នាំត្រូវបានកំទេចចោលក្នុងមួយយប់ដំណឹងនេះល្បីសុសសាយដល់ទីក្រុងប្រជាជននាំគ្នាទះដៃអបអរសាទរអ្នកនាងឲ្យអ្នកពិតជាទេវតាដែលចុះមកជួយពួកយើងមែនអាញូជង្គង់ចុះលើដីនិយាយទាំងរំភើបញាប់ញ័រមិនដឹងមកក្រោយគេមិនត្រឹមតែរកស្បែកសត្វខ្មៅតម្លៃ5000តម្លឹងឃើញទេថែមទាំងទទួលបានរង្វាន់មួយចំណែកពីអាជ្ញាធរទៀតគេដកលុយ4000តម្លឹងមកឲ្យខ្ញុំគុណធម៌ដ៏ធំធេងរបស់អ្នកខ្ញុំមិនភ្លេចឡើយខ្ញុំកំពុងកាន់តន្ត្រីកាត់មេកាអាគីដេដោយមិនបានងាកមើលលុយទាំងនោះសូម្បីតែបន្តិចខ្ញុំជួយអ្នកមិនមែនដើម្បីលុយកាក់ទេខ្ញុំនិយាយដោយស្ងប់ស្ងាត់ចុះអ្នកនាងមានអ្វីចង់ឲ្យខ្ញុំធ្វើទេ
ទោះត្រូវលំបាកយ៉ាងណាក៏ខ្ញុំព្រមដែរខ្ញុំកាត់ស្លឹកស្ងួតមួយសន្លឹកចេញរួចនិយាយដោយស្ងប់ស្ងាត់ថាអ្នកយកលុយទាំងនេះទៅភូមិការជប់វិញទៅផ្ទះលោកលីនៅខាងកើតភូមិមានក្មេងកំព្រានិងស្ត្រីមេម៉ាយអ្នកទៅជួយពួកគេផងជាងដៃចាំងនៅខាងលិចភូមិរបួសចង្កេះអ្នកទៅមើលគាត់ផងហើយក្មេងតូចនៅមាត់ភូមិទៀតខ្ញុំរៀបរាប់ឈ្មោះអ្នកភូមិប្រហែល7 ទៅ 8គ្រួសារក្នុងដង្ហើមតែមួយកាលពី10ឆ្នាំមុនអ្នកភូមិទាំងមូលចាត់ទុកខ្ញុំជាបិសាចមានតែពួកគេទេដែលធ្លាប់ឲ្យបាយក្តៅខ្ញុំមួយចានជួយបានម្នាក់គឺម្នាក់10ឆ្នាំមកហើយខ្ញុំនៅតែចាំបាច់ច្បាស់លាស់អាញើស្ដាប់ហើយស្រឡាំងកាំងទឹកមុខដែលធ្លាប់តែរីករាយក៏ប្រែជាគោរពគាត់ខ្លាចភ្លាមគេទើបតែយល់ថាខ្លួនកំពុងជួបមនុស្សបែបណាក៏អន់ក្បាលគោរពយ៉ាងខ្លាំងអ្នកនាងកុំបារម្ភខ្ញុំនឹងយកទឹកចិត្តនេះទៅចែករំលែកដល់អ្នកភូមិឲ្យបាននៅខាងក្រៅទ្វារធំមានមេបញ្ជាការវ័យក្មេងម្នាក់ដែលទើបតែប្រកាសពីវត្តមានរបស់ខ្លួនជាផ្លូវការគៀកយ៉ាន់ឈិងគាត់ស្លៀកពាក់ Silverman តែនៅតែលាក់មិនចិត្តនៅភាពអង់អាចក្លាហានរបស់ទាហានគាត់ឲ្យទាហានរងចាំនៅឆ្ងាយហើយដើរទៅគោះទ្វារតែម្នាក់ឯងមេផ្ទះចាស់មើលគាត់ដោយការប្រុងប្រយ័ត្នគៀកយ៉ាន់ឈិងលើកដៃសំពះដោយគោរពយ៉ាងខ្លាំងហើយនិយាយថាខ្ញុំមកពីការិយាល័យមេបញ្ជាការទ្វារទីក្រុងដែលយើងឈ្មោះគៀកយ៉ាន់ឈិងរឿងក្តីនៅភ្នំខ្លាឃ្មុំគឺពឹងផ្អែកលើការណែនាំរបស់កញ្ញាសឹកខ្ញុំមកទីនេះដើម្បីអរគុណដោយផ្ទាល់មេផ្ទះចូលទៅរីកាហើយមិនយូរប៉ុន្មានក៏អញ្ជើញខ្ញុំចូលទៅក្នុងទីធ្លាពេលគៀកយ៉ាន់ឈិងដើរចូលមកខ្ញុំកំពុងអង្គុយនៅក្បែរទៅថ្មកំពុងចង់អារម្មណ៍កាត់មេឃរុក្ខជាតិដោយកន្ត្រៃប្រាក់ពន្លឺថ្ងៃចាំងមកលើសម្ពុតពណ៌របស់ខ្ញុំមើលទៅស្ងប់ស្ងាត់ដូចជាគំនូរគៀកយ៉ាន់ឈិងឈរស្ងៀមមួយសន្ទុះគាត់ស្មានថានឹងបានជួបអ្នកជំនាញខាងវេទមន្តដែលនិយាយច្រើនឬក៏នារីដែលពោពេញដោយកំហឹងសងសឹកគាត់មិននឹកស្មានថានារីដែលប្រើពាក្យសម្ដីតែប៉ុន្មានម៉ាត់ក៏អាចទម្លាក់មេតបធំហើយកំទេចសម្បុកចោលបាននឹងមានភាពស្ងប់ស្ងាត់បែបនេះសោះភាពខុសគ្នាយ៉ាងខ្លាំងនេះបានធ្វើឲ្យគាត់មានអារម្មណ៍គោរពយ៉ាងខ្លាំងក្នុងចិត្តដែលមិនអាចពណ៌នាបានសូមអញ្ជើញអង្គុយចុះលោកមេបញ្ជាការដែលខ្ញុំមិនបានងើបមុខមើលទេសម្លេងខ្ញុំស្ងប់ស្ងាត់គៀកយ៉ាន់ឈិងក៏អង្គុយចុះត្រង់ខ្លួនហើយសម្លឹងមើលមកខ្ញុំមិនដាក់ភ្នែកខ្ញុំមិនបានឆ្លើយតបភ្លាមទេតែបែរជាសួរត្រឡប់ទៅវិញថាលោកមេតបគូតើលោកគិតថាអ្នកដែលធ្វើជាខ្លងអស់រយៈពេល10ឆ្នាំម្នាក់នេះធម្មតាគេចំណាយពេលធ្វើគូយើងថឹងឈរស្ងៀមមួយភាំងខ្ញុំក៏និយាយបន្តទៀតថាបើនិយាយមិនកើតក៏មានតែប្រើភ្នែកមើលហើយប្រើចិត្តចងចាំប៉ុណ្ណោះខ្ញុំឃើញដៃរបស់តាម្ចាស់ហាងនោះរឹងមាំណាស់ប្រចកដៃមានប្រឡាក់ខ្វក់មិនមែនជាអ្នកលក់ដូរដែលហាលខ្យល់ហាលថ្ងៃយូរឆ្នាំនោះទេពេលខ្ញុំឮគាត់ហៅភ្ញៀវសម្លេងគាត់ខ្លាំងណាស់តែគាត់បែរជាធ្វើជាចាស់ទៅវិញខ្ញុំធំក្លិនថ្នាំបុរាណនៅលើខ្លួនគាត់ហើយអ្វីដែលសំខាន់បំផុតនោះគឺគាត់មើលទៅក្មេងដែលមកទិញស្ករគឺមានតែភាពមិនអត់ធ្មត់ប៉ុណ្ណោះតែពេលគាត់មើលទៅភ្នំនោះនៅក្រៅក្រុងក្នុងភ្នែកគាត់ពោពេញដោយការប្រុងប្រយ័ត្នមើលយូរទៅក៏អាចដឹងថាអ្វីពិតអ្វីលេងបានសម្លេងខ្ញុំស្ងប់ស្ងាត់ណាស់គូយន្តធ្ងឺហើយក៏ភ្ញាក់ផ្អើលមិនស្ទើរនេះមិនមែនជាមន្តអាគមអ្វីទេតែជាសមត្ថភាពសង្កេតដ៏មុតស្រួចដែលកើតចេញពីការស្ងៀមស្ងាត់អស់10ឆ្នាំការគោរពកោតខ្លាចក្នុងភ្នែករបស់គូយន្តថឹងបានប្រែទៅជាការកោតសរសើរយ៉ាងខ្លាំងគាត់ក្រោកឈរឡើងភ្លាមហើយអន់គោរពខ្ញុំយ៉ាងជ្រាលជ្រៅទេពកោសល្យរបស់កញ្ញាស៊ូខ្ញុំមិនដែលឃើញពីមុនមកទេក្នុងជួរកងទ័ពមានរឿងក្តីចម្លែកមួយចំនួនសូមកញ្ញាជួយដោះស្រាយផងដើម្បីជំរះមន្ទិលឲ្យទាហានដែលស្លាប់ទៅក្នុងទីធ្លាមានខ្យល់បក់ស្លឹកឫស្សីសូករឺតខ្ញុំស្ងៀមស្ងាត់អស់មួយសន្ទុះធំទៅនិយាយយឺតថាខ្ញុំហត់ហើយខ្ញុំគ្រាន់តែចង់រស់នៅដោយស្ងប់ស្ងាត់ប៉ុណ្ណោះខ្ញុំបដិសេធហើយគូយន្តថឹងយល់ពីអត្ថន័យដែលខ្ញុំចង់និយាយខ្ញុំគ្រាន់តែត្រូវការហេតុផលមួយដើម្បីចូលទៅក្នុងពិភពលោកនេះគាត់ក៏លើកដៃគោរពលាទៅវិញថាកញ្ញាទុកចិត្តចុះខ្ញុំនឹងមិនរំខានភាពស្ងប់ស្ងាត់របស់អ្នកឡើយប៉ុន្មានថ្ងៃបន្ទាប់មកទីធ្លារបស់ខ្ញុំក៏ត្រឡប់មកស្ងប់ស្ងាត់វិញប៉ុន្តែនៅទីក្រុងឌីជីងបែរជាមានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថាមេតបធំសៀវហៃយួនដែលធ្លាប់តែមានអំណាចខ្លាំងក្លានោះបានឈ្មោះទៅហើយឈៀវហេនីវ៉ាន់ឈួតហើយដំណឹងនេះល្បីសុះសាយពេញរាជធានីអស់ហើយមានគេឃើញផ្ទាល់ភ្នែកថាគាត់ដូចជាអ្នកសុំទានសម្លៀកបំពាក់ញ៉ៃញ៉ៃដេកស្រវឹងជប់ជៀមនៅក្រោមតថ្មមុខផ្ទះលោកមេតបគាត់និយាយរអ៊ូតមដាក់អ្នកដំណើរមួយសន្ទុះយំពីអំណាចដែលបាត់បង់មួយសន្ទុះសាយពីអនុស្សាវរីយ៍ចាស់មាត់រអ៊ូហើយតែឈ្មោះខ្ញុំពីមុនជាអ្នកការពារឥឡូវខ្លាចជាឈួតដែលគេស្អប់ខ្ពើមពេលក្មេងបំរើយកដំណឹងនេះមកប្រាប់ខ្ញុំកំពុងតែហាត់សរសេរអក្សរដៃខ្ញុំឈប់មួយផ្លែតរួចក៏សរសេរទៅទៀតហើយឆ្លើយថាដឹងហើយខ្ញុំឆ្លើយយ៉ាងស្ងប់ស្ងាត់ទឹកថ្នាំលើករដាស់មិនទាន់ស្ងួតផងសរសេរអក្សរធំ4ថាបែកគ្នាទៅរៀងខ្លួនឲ្យមានអាយុវែងតែមិនឲ្យបានសុខនេះហើយជាការដាក់ទណ្ឌកម្មដ៏ធំបំផុតសម្រាប់គាត់3ថ្ងៃក្រោយមកយ៉ាន់ឈិងក៏មកដល់ផ្ទះម្ដងទៀតលើកនេះគាត់ស្លៀកពាក់ឯកសណ្ឋានមេតបយ៉ាងអង្អាចមានទាហាន2នាក់ដើរតាមក្រោយស្ពីហឹបឈើធំមួយលោកមេតបទាំងនេះមានន័យថាម៉េចខ្ញុំក៏ដាក់សៀវភៅចុះកែយ៉ាន់ឈិងបើកហឹបឈើនោះខាងក្នុងសុទ្ធតែជាឯកសារចាស់គាត់និយាយដោយសម្លេងធ្ងន់ថាក្នុងរយៈពេល3ខែមកនេះទាហាន15នាក់នៅការិយាល័យមេតបបានបាត់ខ្លួនយ៉ាងអាចកំបាំងពេលកំពុងល្បាតរោគមិនឃើញទាំងរស់រោគមិនឃើញទាំងស្លាប់មុនពេលបាត់ខ្លួនពួកគេសុទ្ធតែនៅផ្លូវវែលក្នុងក្រុងខាងត្បូងភ្នែករបស់កៀយ៉ាន់ឈិងចាប់ដើមឡើងក្រហមពួកទាហានថ្មីទាំងនេះទើបតែបើកប្រាក់ខែដំបូងពួកគេសុទ្ធតែមកពីគ្រួសារក្រីក្រនោះជាលុយដែលពួកគេខំរកដើម្បីជួយជីវិតគ្រួសារណាខ្ញុំសម្លឹងមើលពន្លឺនៃកំហឹងនិងយុទ្ធធម៌ក្នុងភ្នែករបស់គេយ៉ាន់ឈិងនឹកឃើញដល់ក្មេងប្រុសក្រីក្រម្នាក់ដែលខ្ញុំធ្លាប់ជួយកាលពី10ឆ្នាំមុនចិត្តខ្ញុំញាប់ញ័រតិចខ្ញុំដើរទៅមុខហឹបឈើរួចរើសឯកសារមួយក្បាលតើនៅពីក្រោយរឿងនេះមានខ្សែសង្វាក់អ ுக ្រិតកម្មដ៏សាហាវឃោឃៅបែបណាទៅខ្ញុំក៏រើសយកឯកសារពណ៌លឿងទុំមួយពីក្នុងប្រអប់ឈើមកមើលទាហានដែលបាត់ខ្លួនឈ្មោះស៊ុនធីជូទើបតែអាយុ18ឆ្នាំប៉ុណ្ណោះមកពីភូមិដាច់ស្រយាលមួយមានឪពុកម្ដាយចាស់ចារានិងប្រពន្ធដែលទើបតែរៀបការថ្មីនៅផ្ទះគេទើបតែបើកប្រាក់ខែបាន500វិនត្រៀមនឹងទិញម្ជុលដល់សក់ប្រាក់ដែលប្រពន្ធគេចូលចិត្តបំផុតឯលុយដែលសល់គឺផ្ញើទៅផ្ទះទាំងអស់ដើម្បីចិញ្ចឹមជីវិតក្នុងសម្បត្តិសរសេរថាខ្ញុំសុខសប្បាយទេកុំបារម្ភអីតែសម្បត្តិមិនទាន់បានផ្ញើផងមនុស្សក៏បាត់ខ្លួនឈឹងតែម្ដងខ្ញុំមើលអក្សរដែលសាមញ្ញតែពោពេញដោយក្តីសង្ឃឹមទាំងនេះម្រាមដៃខ្ញុំអង
ឯធ្នំលើផ្ទៃក្រដាសគ្រើមពីមុនក៏ធ្លាប់មានក្មេងក្រីក្រម្នាក់ដួលនៅតាមផ្លូវត្រូវគេវាយស្ទើរតែស្លាប់តែដៃនៅតែអាប់ថងស្បៀងពាក់កណ្ដាលយ៉ាងណែនខ្ញុំបិទឯកសាររួចងាកទៅមើលគូយន្តថេងហើយនិយាយយ៉ាងស្ងប់ស្ងាត់ថាអ្នកទុករបស់ទាំងនេះនៅទីនេះចុះ3ថ្ងៃក្រោយចាំមកយកវិញក្នុងភ្នែករបស់គូយន្តថេងភ្លឺភ្លេចដោយក្តីរីករាយភ្លាមគេដឹងថាខ្ញុំយល់ព្រមហើយក៏ធ្វើគាវកិច្ចតាមបែបយោធារួចបែរខ្នងដើរចេញទៅយ៉ាងលឿនក្រោយពេលគូយន្តថេងចេញទៅខ្ញុំក៏ហៅលោកពូហ្វូដែលជាអ្នកគ្រប់គ្រងផ្ទះឲ្យទៅស៊ើបអង្កេតកាស៊ីណូនៅភាគខាងត្បូងក្រុងខ្ញុំបន្ទាបសម្លេងសួរថាជាពិសេសកាស៊ីណូឈ្មោះជូប៉ាវលើនឹង2ខែចុងក្រោយនេះមានបដូរម្ចាស់ទេលោកពូហ្វូធ្វើការតែងតែទុកចិត្តបានមិនដល់កន្លះថ្ងៃផងក៏យកដំណឹងមកប្រាប់លោកស្រីពិតជាទីត្រូវមែនលោកពូហ្វូនិយាយដោយភ្ញាក់ផ្អើលកាស៊ីណូជូប៉ាវលើនឹងពិតជាបដូរម្ចាស់ថ្មីកាលពី2ខែមុនមែនគេថាម្ចាស់ថ្មីនេះចាយលុយធំណាស់គេហៅគាត់ថាម្ចាស់ចាស់លោកពូហ្វូលេបទឹកមាត់មួយខ្សឺតរួចនិយាយបន្តតាំងពីម្ចាស់ថ្មីចូលមកគ្រប់គ្រងកាស៊ីណូជូប៉ាវលើគឺពេញរាល់យប់តែម្ដងតែអ្វីដែលចម្លែកនោះគឺមិនដែលឃើញមានអ្នកណាឈ្នះលុយពីក្នុងនោះបានឡើយខ្ញុំសើចក្នុងបំពង់មួយខ្សឺតខ្ញុំដឹងហើយថាពួកទាហានថ្មីទាំងនោះទៅណាអស់ហើយអ្នកដែលចេញចូលភាគច្រើនសុទ្ធតែអន់ចិត្តព្រោះចាញ់អស់ពីខ្លួនខ្លះទៀតត្រូវពួកកូនចៅក្នុងកាស៊ីណូអូសក្បាលបោះចេញមកក្រៅទៀតផងលោកមេផ្ទះក្រវីក្បាលមិនឈប់ខ្ញុំក៏លេងគ្រាប់អុកត្បូងធ្មស្ក្នុងដៃដោយមិនមាត់អ្វីឡើយកាស៊ីណូទាហានថ្មីប្រាក់ខែទាហានពាក្យទាំង3នេះភ្ជាប់គ្នាបានយ៉ាងល្អរូបភាពច្បាស់មួយបានលេចឡើងក្នុងខួរក្បាលខ្ញុំបាត់ទៅហើយពួកទាហានថ្មីទៅតែចេញពីជំរំក្នុងខ្លួនមានលុយដែលរកបានដោយការលះបង់ជីវិតក៏ត្រូវពួកកាស៊ីណូបញ្ឆោតយកដោយសារតែចង់ខ្លាចជាអ្នកមានក្នុងមួយយប់ក៏ដើរចូលអន្ទាក់រហូតចាញ់អស់ពីខ្លួនលោកពូហ្វូស៊ូដែលប្រុងប្រយ័ត្នថាលោកស្រីតាអ្នកចង់មានន័យថាទាហានដែលបាត់ខ្លួនមានជាប់ពាក់ព័ន្ធនឹងកាស៊ីណូចុះទាហានដែលចាញ់លុយអស់ហើយនោះតើកាស៊ីណូនៅត្រូវការអ្វីទៀតឬក៏ត្រូវគេដេញចេញមកខ្ញុំសួរទៅវិញតិចថាបើចាញ់អស់ហើយតើនៅមានប្រយោជន៍អ្វីទៀតមិនមែនទេខ្ញុំងើបមុខសម្លឹងមើលគាត់ទាហានកំឡោះដែលឆ្លងកាត់ការហ្វឹកហាត់មកយ៉ាងល្អខ្លួនគេផ្ទាល់គឺជាទំនិញដែលមានតម្លៃបំផុតទៅហើយលោកពូហ្វូស្ដាប់ហើយព្រឺក្បាលនិយាយរដាក់រដប់ថាលោកស្រីតាអ្នកចង់មានន័យខ្ញុំនិយាយពាក្យពីរម៉ាត់ចេញមកសម្លេងស្ងប់ស្ងាត់ប៉ុន្តែធ្វើឲ្យអ្នកស្ដាប់ឬក្បាលត្រូវហើយនគរយើងហាមដាច់ខាតរឿងជួញដូរមនុស្សប៉ុន្តែច្បាប់ក៏មានកន្លែងដែលទៅមិនដល់ដែរដូចជាអណ្ដូងរ៉ែនៅភាគខាងត្បូងឬក៏កងទ័ពឯកជននៅឯនាយសមុទ្រជាដើមទាហានម្នាក់ដែលហ្វឹកហាត់មកយ៉ាងល្អមានតម្លៃជាងប្រាក់ខែទាហានរាប់រយនោះទៅទៀតខ្ញុំបានដាក់គ្រាប់អុកធ្នមមកពណ៌ក្នុងដៃខ្ញុំទៅលើទីតាំងកណ្ដាលនៃក្តារអុកឬសូផាច់មួយយ៉ាងច្បាស់ចំពោះសម្បត្តិដែលត្រូវផ្ញើទៅឲ្យមេបញ្ជាការខ្ញុំបានញាក់ទៅកំងពូហ្វឺមួយម៉ាត់ថាឲ្យគាត់ទៅពិនិត្យមើលអណ្ដូងទឹកក្រោមដីនៃអគារយ៉ូបែលពូហ្វឺងឿងឆ្ងល់ទាំងមុខមាត់មិនយល់ថាលោកស្រីឲ្យមនុស្សបាត់ខ្លួនតើវាតាក់ទងអីនឹងអណ្ដូងទឹកទៅខ្ញុំមិនបានពន្យល់អ្វីច្រើនទេពួកទាហានដែលត្រូវបានគេយកទៅលក់ដូចជាទំនិញនោះមិនអាចដឹកចេញពីទ្វារមុខកាស៊ីណូដោយចំហបានឡើយវាច្បាស់ពេកហើយវិធីដែលសុវត្ថិភាពនិងលាក់កំបាំងបំផុតគឺផ្លូវក្រោមដីបណ្ដាញដ៏ស្មុគស្មាញបំផុតនៅក្រោមដីនៃទីក្រុងក្រៅពីប្រព័ន្ធលូក៏មានបណ្ដាញអណ្ដូងទឹកដែលភ្ជាប់គ្នារវាងភូមិឬធំអណ្ដូងទឹកនៅអគារយ៉ូបែលនោះគឺជាច្រកដឹកជញ្ជូនមនុស្សពិតប្រាកដមែនពូហ្វឺទទួលបញ្ជាហើយទៅតែងាកខ្លួនចេញទៅស្រាប់តែនៅពេលនោះក៏មានសម្លេងរំខានយ៉ាងខ្លាំងចេញពីមាត់ទ្វារទីធ្លាឬសូផាច់មួយយ៉ាងខ្លាំងមនុស្សម្នាក់ដែលស្រវឹងជោគជុំបានរុញអ្នកបម្រើឲ្យដួលហើយដើរចូលមកទាំងជើងល្អយគឺជាហេនីវ៉ាន់គាត់មានក្លិនស្រាពេញខ្លួនសម្លៀកបំពាក់ញ៉ៃៗដូចជាអ្នកសុំទានអញ្ចឹងពេលឃើញខ្ញុំនៅក្នុងទីធ្លាមុខរបស់គាត់ក៏បងហាញស្នាមញឹមដ៏ខុសប្រក្រតីភ្លាមហេខ្ញុំដឹងហើយឈៀវហេនីវ៉ាន់ចង្អុលមកខ្ញុំទាំងជើងល្អយឹងហើយស្រែកខ្លាំងដូចឆ្កែឈួតភ្នែករបស់ឈៀវហេនីវ៉ាន់ឡើងក្រហមហើយស្រែកលោឡាថានាងរកបានក្នុងបង្អែកថ្មីលឿនម្លេះគឺអាម្នាក់ត្រកូលកែនោះមែនទេនាងបំផ្លាញខ្ញុំគ្រាន់តែដើម្បីឡើងទៅតោងខ្នែងខ្ពស់របស់វាស៊ូឃីងហែននាងវាស្រីចិត្តពីរពាក្យជេរប្រមាថរបស់សៀវហាន់យួនពិតជាអាក្រក់ស្មោកគ្រោកខ្លាំងណាស់វាលាន់នៅពេញទីធ្លាដ៏ស្ងប់ស្ងាត់នេះធ្វើឲ្យអ្នកគ្រប់គ្រងផ្ទះខឹងញ័រខ្លួនអស់ហើយក៏ស្រែកហៅកូនចៅភ្លាមថាមកនេះអូអាមនុស្សឈួតនេះចេញទៅខ្ញុំលើកដៃខាត់ពួកគេហើយសម្លឹងមើលសៀវហាន់យួនយ៉ាងស្ងៀមស្ងាត់មើលបុរសម្នាក់ដែលត្រូវភាពច្រណែនឈ្នានីសនិងជាតិស្រវឹងធ្វើឲ្យបាត់បង់ស្មារតីបែបនេះក្នុងក្រសែភ្នែកខ្ញុំគ្មានកំហឹងបន្តិចសោះឡើយមានតែភាពសោកសៅដែលរកទីបំផុតគ្មានខ្ញុំក៏ក្រោកឈរឡើងយឺតហើយដើរទៅរកគេមួយជំហានម្ដងសៀវហាន់យួនខ្ញុំសម្លឹងមើលភ្នែកគេសម្លេងខ្ញុំត្រជាក់ដូចទឹកកកក្នុងភ្នែកលោកតើស៊ូឈីងហានខ្ញុំរស់នៅគ្រាន់តែដើម្បីពឹងផ្អែកលើបុរសម្នាក់ប៉ុណ្ណោះមែនទេពាក្យជេរប្រមាថរបស់សៀវហាន់យួនក៏ស្ងាត់ទៅវិញភ្លាមគេបានត្រឹមតែឈរមើលខ្ញុំទាំងងឿងឆ្ងល់កាលពីមុនដែលខ្ញុំជួយលោកព្រោះតែខ្ញុំមានចិត្តមេត្តាតែក្រោយមកដែលខ្ញុំបំផ្លាញលោកព្រោះលោកក្បត់ខ្ញុំដោយគ្មានមេត្តាជន់ឈ្លីការលះបង់របស់ខ្ញុំអស់10ឆ្នាំខ្ញុំប្រកាសប្រាប់លោកមួយថាពេលនេះដែលខ្ញុំជួយគូយុនធីងគឺព្រោះតែលោកនេះត្រូវការយុត្តិធម៌ទាហានថ្មីទាំង19នាក់ដែលស្លាប់ទៅនោះត្រូវការការពិតរឿងទាំងអស់នេះមិនពាក់ព័ន្ធនឹងលោកសៀវហាន់យួនទេនេះគឺជាជំរើសរបស់ខ្ញុំសៀវហាន់យួនញ័រខ្លួនយ៉ាងខ្លាំងពេលនោះហើយដែលគេយល់ច្បាស់គេតែងតែគិតថាខ្ញុំជាវលិដែលតោងគេរស់គ្មានគេគឺខ្ញុំរស់មិនបានតែគេមិនដែលនឹកស្មានថាស៊ូឈីងហានខ្ញុំនេះតាមពិតទៅគឺជាក្របពូជដែលអាចដុះលូតលាស់ទៅជាដើមឈើធំបានសៀវហានយួនភ្ញាក់ខ្លួនទាំងស្រុងហើយគេមិនមែនជាមេឃរបស់ខ្ញុំទេគេគ្រាន់តែជាភ្លៀងមួយមេដែលធ្លាក់ចំពេលក្នុងជីវិតរបស់ខ្ញុំប៉ុណ្ណោះភ្លៀងឈប់ហើយខ្ញុំនៅតែបន្តរីកលូតលាស់ក្រោមពន្លឺថ្ងៃដែលគេបើកមាត់តែបែរជាគ្មានសម្លេងចេញមកសោះបេះដូងដូចជាត្រូវដៃមើលមិនឃើញមួយច្បូតកំទេចយ៉ាងខ្លាំងវាឈឺជាងការកាត់ទោសប្រហារជីវិតទៅទៀតគេលែងទ្រាំបានទៀតហើយជើងទាំងពីរទន់ជ្រាយដួលទៅលើដីដូចជាពួកខ្ញុំមិនបានងាកមើលគេទៀតទេខ្ញុំបញ្ជាហ្វូពូដោយស្ងប់ស្ងាត់ថាយកវាទៅបោះចោលទៅពួកអ្នកបម្រើក៏អូសសៀវហានយួនចេញពីក្នុងទីធ្លាដូចអូសឆ្កែញាប់អញ្ចឹងខ្ញុំសម្លឹងទៅទីដោយនៃភូមិគ្រីជីជីនជូមន្ទីឌូភ្នែកខ្ញុំមុតស្រួចខ្ញុំបានជ្រើសរើសផ្លូវរួចហើយការសម្លាប់បន្តពីនេះប្រគល់ឲ្យគោយុនថងទៅនៅក្នុងតង់ធំនៃភូមិគ្រីជីជីនជូមន្ទីឌូគោយុនថងទទួលបានសារពីហ្វូពូមានតែប៉ុន្មានម៉ាត់ទេគឺឲ្យទៅពិនិត្យអណ្ដូងទឹកក្រោមដីនៃហាងជូប៉ាវលើនាយទាហានរងឆ្ងល់ខ្លាំងណាស់ថាអ្នកបាត់ខ្លួនទាំងមូលតើទៅពិនិត្យអណ្ដូងទឹកធ្វើអី
ក្រសែភ្នែករបស់គោយន្តថឹងប្រែជាមុតស្រួយភ្លាមគេដកដាវនៅចង្កេះចេញមកយ៉ាងលឿនព្រមទាំងបញ្ចេញកំហឹងយ៉ាងខ្លាំងកញ្ញាស៊ូមិនមែនចេះតែនិយាយផ្ដេសផ្ដាសនោះទេគោយន្តថឹងស្រែកបញ្ជាយ៉ាងខ្លាំងថាភ្លាមនេះត្រូវប្រមូលទាហានឯកចំនួន300នាក់ទៅឡោមព័ទ្ធហាងជូប៉ាវលើយប់នេះទោះបីជាត្រូវជីកអណ្ដូងនោះដល់ទៅ3ហាត់ក៏ត្រូវតែរកបងប្អូនដែលបាត់ខ្លួនឲ្យឃើញឲ្យបានគោយន្តថឹងទាត់ទ្វារបន្ទាយដ៏ធំមួយចំហៀងពួកអ្នកលេងល្បែងស្រែកអោបពេញនឹងទាហាន300នាក់ក៏ចូលមកគ្រប់គ្រងស្ថានភាពភ្លាមគោយន្តថឹងមិននិយាយច្រើនទេគាត់កាន់ដាវតម្រង់ទៅអណ្ដូងទឹកស្ងួតនៅខាងក្រោយផ្ទះគាត់បន្ទះថ្មដែលគេបិទបាំងទុកក្លិនឈាមនិងក្លិនស្អុយឆ្អាបក៏ជិះមកភ្លាមពួកទាហានកាន់ភ្លើងដើរចុះតាមខ្សែពួរក្នុងអណ្ដូងនោះគឺជាគុកក្រោមដីដ៏ធំមួយទាហានថ្មី19នាក់ត្រូវបានគេដកខោអាវអស់នៅសល់តែខោក្នុងគេចុងពួកគាត់នឹងច្រវាក់ដៃធំក្នុងទ្រុងដូចជាសត្វទៀតអ្នកខ្លះថែមទាំងត្រូវគេយកដៃដុតកម្ដៅមកបោះត្រាទុកសោះរកលក់ទៀតផងភ្នែករបស់គោយន្តថឹងឡើងក្រហមភ្លាមគាត់ធ្វើធ្មេញស្ទើរតែបែកគាត់ស្រែកថាចាប់ពួកទេរឆាននេះឲ្យអស់ម្ចាស់កាស៊ីណូដែលនៅពីក្រោយខ្នងត្រូវបានគេចាប់សង្កត់នឹងដីតែគាត់បែរជាសើចចំអកទៅវិញគាត់សម្លឹងមើលគោយន្តថឹងដោយទឹកមុខកាយសាហាវមិនត្រឹមតែមិនខ្លាចទេថែមទាំងមានចិត្តក្រអឺតក្រទប់លោកមេបញ្ជាការគោលោកហ៊ានប៉ះពាល់ខ្ញុំឬលោកដឹងទេថាអ្នកណាជាម្ចាស់ពិតប្រាកដនៅពីក្រោយកាស៊ីណូនេះម្ចាស់កាស៊ីណូនោះស្ដោះឈាមដាក់ដីហើយនិយាយថាមុនពេលព្រះអាទិត្យរះនៅថ្ងៃស្អែកខ្ញុំធានាថាលោកនឹងត្រូវលុតជង្គង់អង្វរឲ្យខ្ញុំចេញទៅវិញមិនខានឃើញម្ចាស់កាស៊ីណូក្រអឺតក្រទប់បែបនេះគោយន្តថឹងក៏កាត់ត្រចៀកគាត់មួយចំហៀងចោលភ្លាមតែនៅព្រឹកថ្ងៃបន្ទាប់មានព្រះរាជបញ្ជាពីថ្នាក់លើមកដល់ដែលធ្វើឲ្យគោយន្តថឹងស្ទើរតែកង់បេះដូងមេទៅតែភ្លឺមានលិខិតពីក្រសួងការពារជាតិមួយច្បាប់គេបោះមកលើការិយាល័យមេបញ្ជាការកងទ័ពទាំង9ភ្លាមលោកមន្ត្រីចៅដែលជាសេនាធិការក្រសួងការពារជាតិបានចេញបញ្ជាដោយផ្ទាល់ដោយយកលេសថាគេរំលងអំណាចក្នុងការស៊ើបអង្កេតទាមទារឲ្យគូយន្តថឹងប្រកូលថៅកែឈៀនទៅឲ្យគុកក្រសួងការពារជាតិភ្លាមនេះមិនមែនជាការប្រកូលខ្លួនទេនេះវាច្បាស់ណាស់ថាជាការការពារឃាតករពិតប្រាកដដើម្បីបំបិទមាត់សាក់សីទាហានថ្មីទាំង19នាក់ដែលស្ទើរតែត្រូវគេលក់នោះឥឡូវកំពុងដេកឈឺគ្រុនក្តៅខ្លាំងនៅក្នុងមន្ទីរពេទ្យគូយន្តថឹងខឹងខ្លាំងរហូតវាបំបែករងតប៉ុន្តែចំពោះមន្ត្រីធំមានអំណាចដូចជាសេនាធិការក្រសួងការពារជាតិគាត់គ្មានជំរឿអ្វីឡើយខ្លួនប្រាណគាត់ប្រឡាក់ដោយធូលីដីភ្នែកទាំងពីរឡើងក្រហមព្រោះតែខ្វះដំណេកគាត់បានមកដល់លៀនយឺគឺរបស់ខ្ញុំម្ដងទៀតបុរសម្នាក់ដែលធ្លាប់តែអង់អាចក្លាហានឥឡូវបែរជាមកលុតជង្គង់នៅមុខតូអាហាររបស់ខ្ញុំកញ្ញាស៊ូបងប្អូនយើងត្រូវបានជួយសង្គ្រោះហើយប៉ុន្តែអ្នកនៅពីក្រោយកំពុងតែរត់គេចខ្លួនគូយន្តថឹងខាំមាត់ណែនសម្លេងរបស់គាត់ពោពេញដោយភាពអស់សង្ឃឹមនឹងការឈឺចាប់ច្បាប់នៃរាជវង្សតើពិតជាមិនអាចកាត់ទោសមន្ត្រីក្រសួងការពារជាតិម្នាក់បានមែនឬខ្ញុំដាក់ពេងតែចុះហើយសម្លឹងមើលស្លឹកឈើស្ងួតដែលត្រូវខ្យល់បក់ធ្លាក់ក្នុងទីធ្លាសម្លេងខ្ញុំត្រជាក់ដូចទឹកកកច្បាប់មនុស្សមិនអាចកាត់ទោសបានចឹងឲ្យមេជាអ្នកកាត់ទោសចុះខ្ញុំក្រោកឈរដើរទៅទោសសេហើយលើកជក់សរសេរឡើងប្រាប់ខ្ញុំមកថាឈ្មោះពេញរបស់លោកចៅនឹងជាអ្វីព្រឹកស្អែកពេលចូលគាល់ស្ដេចខ្ញុំនឹងធ្វើឲ្យគាត់បានដឹងថាអ្វីទៅជាភាពអស់សង្ឃឹមពិតប្រាកដលោកគូយន្តថឹងបានប្រាប់ខ្ញុំពីឈ្មោះដែលសរសេរក្នុងព្រះរាជសារនោះគឺយ៉ានស៊ឺហ្វាន់ដែលជាមន្ត្រីជាន់ខ្ពស់ដ៏សំខាន់បំផុតរបស់ព្រះរាជាហើយក៏ជាអ្នកកាន់អំណាចពេញដៃដែរខ្ញុំក៏ចាប់ផ្ដើមសរសេរឃ្លាមួយនៅលើក្រដាសរួចបត់វាឲ្យទៅលោកគូយន្តថឹងព្រឹកស្អែកពេលចូលគាល់យ៉ានស៊ឺហ្វាន់ប្រកាសជាដឹងខ្លួនមុនហើយនឹងទៅទូព្រះរាជាពីរនាក់ដើម្បីចោទអ្នកពីបទលួចចូលផ្ទះគេនិងប្រើអំណាចផ្ដាច់ការដោយខុសច្បាប់ដែលជាទុកប្រហារជីវិតខ្ញុំសម្លឹងមើលភ្នែករបស់លោកគូយន្តថឹងដោយទឹកដុំសម្លេងស្ងប់ស្ងាត់និងមើលមកថាអ្នកមិនលោកគូយន្តថឹងទទួលយកក្រដាសនោះដោយភាពងឿងឆ្ងល់ត្រូវហើយព្រឹកស្អែកពេលចូលគាល់ក្នុងមុខមន្ត្រីរបស់គេនឹងមានលិខិតសម្ងាត់ពីបទក្បត់ជាតិមួយច្បាប់ខ្ញុំនិយាយចប់ភ្លាមលោកគូយន្តថឹងក៏ដកដង្ហើមធំដោយភាពតក់ស្លុតពីបទក្បត់ជាតិនឹងឬនោះវាជាទោសធ្ងន់ធ្ងរដល់ថ្នាក់ប្រហារពូជពងទាំង9ជាន់ឯណោះបើពាក្យនេះចេញពីមាត់អ្នកអតីលោកគូយន្តថឹងប្រហែលជាគិតថាគេឈួតហើយប៉ុន្តែបើចេញពីមាត់ខ្ញុំវិញវាគឺជាសារក្រមដែលមិនអាចកែប្រែបានព្រឹកថ្ងៃបន្ទាប់នៅលើព្រះរាជបល្ល័ង្កយ៉ានស៊ឺហ្វាន់ពិតជាយំសោកសង្រេងលុតជង្គង់នៅចំពោះមុខព្រះរាជាហើយចង្អុលមុខលោកគូយន្តថឹងជេរប្រមាថយ៉ាងខ្លាំងដោយទាមទារឲ្យព្រះរាជាប្រហារជីវិតគ្រួសារលោកគូយន្តថឹងទាំងមូលដាវរបស់អង្គរៈបានដាក់លើករបស់លោកគូយន្តថឹងរួចទៅហើយនៅក្នុងព្រះរាជដំណាក់ជីងលួនបរិយាកាសគឺត្រជាក់ស្រេបតែម្ដងព្រះមហាក្សត្រទ្រង់ខ្ញាល់ខ្លាំងណាស់ទ្រង់ទះកៅអីរាជបល្ល័ង្កក៏ហើយមានបន្ទូលថាគោយន្តថឹងអ្នកនាំតបទៅវាកំទេចហាងគេមិនគោរពច្បាប់ទម្លាប់សោះចាប់ខ្លួនវាឲ្យបានអង្គរៈកាន់ដាវ2នាក់ក៏ស្ទុះទៅសង្កត់គោយន្តថឹងឲ្យដួលទៅលើដីគោយន្តថឹងមិនបានរើបំរះទេគេចាំពាក្យខ្ញុំយ៉ាងច្បាស់ក្នុងចិត្តភ្នែកសម្លឹងមើលចំក្បាលរបស់យ៉ានស៊ឺហ្វានមិនដាក់ភ្នែកយ៉ានស៊ឺហ្វានឃើញបែបនេះក៏ញឹមចុងមាត់ដោយភាពជោគជ័យដើម្បីបង្ហាញពីភាពយុត្តិធម៌និងភាពស្មោះត្រង់របស់ខ្លួនគេក៏អន់ក្បាលសំពីយ៉ាងខ្លាំងរួចដោះមួកមន្ត្រីរបស់ខ្លួនមកកាន់ដោយដៃទាំងពីរដាក់លើដីសូមព្រះមហាក្សត្រមេត្តាពិចារណាផងខ្ញុំម្ចាស់បម្រើជាតិដោយស្មោះត្រង់បំផុតខ្លាចណាស់ស្រាប់តែមានសម្លេងអ្វីមួយបន្លឺឡើងតិចកាត់ផ្ដាច់ការយំស្រែករបស់គេលិខិតសម្ងាត់ដែលបិទដោយក្រមួនមួយសន្លឹកបានធ្លាក់ចេញពីក្នុងមុខមន្ត្រីរបស់គេមកលើឥតមាសពិតមែនព្រះមហាក្សត្រទ្រង់សម្លឹងមើលដោយកំហឹងព្រះរាជអាមាត្យឲ្យក្បែរនោះក៏ប្រញាប់រើសយកទៅថ្វាយព្រះមហាក្សត្រគ្រាន់តែទតមើលមួយផ្លែតព្រះភេទក៏ប្រែជាស្លេកស្លាំងហើយព្រះកាយទាំងមូលញ័រត្រើតល្អណាស់ព្រះមហាក្សត្រទ្រង់ចាប់យកលិខិតនោះគប់ទៅលើមុខយ៉ានស៊ឺហ្វានយ៉ាងខ្លាំងឯងហ៊ានលក់ផែនទីការពារព្រំដែនភាគខាងជើងឲ្យស្ត្រូវផងចាប់ចាស់ក្បត់នេះយកទៅកាត់ទោសប្រហារជីវិតឲ្យបានយ៉ានស៊ឺហ្វានភ័យខ្លាចរហូតដល់នំដាក់ខោនៅនឹងកន្លែងនៅខាងក្រៅដំណាក់ឡានយូរស្រាប់តែមានសម្លេងយំស្រែកយ៉ាងខ្លាំងដែលនោះគឺជាសម្លេងរបស់មេផ្ទះតកូសៀវលោកស្រីស៊ូសូមមេត្តាទៅមើលគាត់ផងគាត់ចង់ធ្វើអត្តឃាតហើយអ្នកមើលការខុសត្រូវចាស់ម្នាក់នោះកំពុងលុតជង្គង់នៅមុខទ្វារគោះក្បាលនឹងដីសូផាំងខ្ញុំក៏ជួនចិញ្ចឹមបន្តិចរួចដើរតាមគាត់ត្រឡប់ទៅភូមិគ្រឹះត្រកូលដែលទ្រុឌទ្រោមនោះពេលរុញទ្វារចូលភ្លាមក្លិនទឹកនោមនិងក្លិនឈាមឆ្អាបក៏ជះមកប៉ះច្រមុះដូចជាដង្កូវចិត្តងាប់មួយកំពុងតែវានៅលើដីគាត់ព្យាយាមចង់នឹងថ្នាំផ្ទះ2ឆ្នាំមកហើយតែមិនបានសម្រេចគាត់យកកាំបិតមកអាដៃតែវាទើបតែដាច់ត្រឹមស្បែកប៉ុណ្ណោះគាត់ចង់ផឹកថ្នាំពោលតែបែរជាធ្វើឲ្យធ្លាក់កូនចានថ្នាំបែក
ទេគាត់ធ្វើបាបខ្លួនឯងរហូតមានរបួសពេញខ្លួនតែបែរជាស្លាប់មិនបានទៅវិញពេលឃើញខ្ញុំដើរចូលមកក៏បើកភ្នែកធំដែលមានសរសៃឈាមក្រហមព្រឿងរួចស្រែកគំហុកដូចជាសត្វព្រៃហេតុអ្វីស៊ូឈីងហ៊ាននាងធ្វើអ្វីដាក់ខ្ញុំហេតុអ្វីបានជាខ្ញុំចង់ស្លាប់ក៏ស្លាប់មិនបានខ្ញុំឈរមើលគាត់ពីលើចុះក្រោមដោយក្នុងភ្នែកគ្មានក្តីអាណិតអាសូរអ្វីបន្តិចឡើយខ្ញុំធ្លាប់ប្រាប់នាងហើយថានាងមិនងាយស្លាប់ទេខ្ញុំនិយាយដោយត្រជាក់ស្រេបថានាងនឹងរស់នៅបានយូរអង្វែងណាស់រស់នៅរហូតដល់ចាស់ជរាដោយគ្មានថ្ងៃបានស្ងប់សុខឡើយនាងគិតថាការស្លាប់អាចជួយឲ្យនាងគេចផុតពីបាបកម្មដែលនាងបានសាងឬស្ទើរតែបាត់បង់ស្មារតីទាំងស្រុងគាត់ដេកលើដីហើយយកដៃកេះកោសក់ខ្លួនឯងទាំងស្រែកយំនៅពេលនោះឯងស្រាប់តែមានសម្លេងជើងដើរយ៉ាងមានរបៀបរៀបរយពីខាងក្រៅគឺក្មេងប្រុស15-4នាក់ដែលទើបតែរួចផុតពីសេចក្តីស្លាប់ក្រោមការដឹកនាំរបស់គូយន្តថេងពួកគេទាំងអស់គ្នាក៏លុតជង្គង់នៅមុខទ្វាររបស់ខ្ញុំដើរចេញពីភូមិគ្រឹះសៀវឃើញលោកគូយន្តថឹងឈរនៅខាងក្រៅក្នុងឈុតពាសដែកឯខាងក្រោយគាត់មានទាហានថ្មី15-4នាក់ដែលទើបតែរួចផុតពីសេចក្តីស្លាប់កំពុងលុតជង្គង់លើកម្រាលថ្មពួកគេលុតជង្គង់ព្រមគ្នាស្រែកឡើងថាអរគុណអ្នកនាងស៊ូដែលបានជួយជីវិតពួកយើងសម្លេងពួកគេខ្លាំងណាស់ខ្ញុំមើលមុខក្មេងទាំងនោះឃើញពួកគេរំបងរបួសពេញខ្លួនតែភ្នែកពួកគេនៅតែភ្លឺថ្លាលោកគូយន្តថឹងដើរមកមុខមួយជំហានហើយនិយាយថាអ្នកនាងមានចិត្តធម៌ណាស់ពួកយើងនៅភូមិគ្រឹះមេតបទាំងមូលនឹងស្ម័គ្រចិត្តបម្រើអ្នកនាងជីវិតអ្នកទាំងអស់គ្នាគឺឪពុកម្ដាយផ្ដល់ឲ្យហើយក៏ជារបស់រាជវង្សជើដែរខ្ញុំនិយាយដោយទឹកមុខស្ងប់ថាត្រឡប់ទៅធ្វើទាហានឲ្យល្អទៅកុំលេងល្បែងទៀតខ្ញុំមិនត្រូវការសង្គុណអ្វីទេហើយក៏មិនត្រូវការការតបស្នងដែរទាហានថ្មីទាំងនោះក៏នាំគ្នាដកក្បាលគោរពយ៉ាងខ្លាំងខ្ញុំងាកក្រោយត្រៀមនឹងត្រឡប់ទៅសាលាឡានយូក៏ស្រាប់តែមានសេះមួយក្បាលរត់យ៉ាងលឿនចូលមកក្នុងផ្លូវហើយអ្នកជិះសេះនោះក៏ធ្លាក់ចុះមកខ្លួនប្រាណសុទ្ធតែឈាមលោកគូយន្តថឹងប្រញាប់ទៅទប់គាត់លោកមេតបមានរឿងនៅខាងត្បូងហើយគាត់ខ្ជាក់ឈាមមកមួយមាត់ធំហើយនិយាយថានាងលីវរូយ៉ានដែលត្រូវគេនិទេសនោះរត់រួចហើយនាងបានខົບខិតជាមួយចារកម្មនៅលីងណានហើយនាំពួកទាហានស្លាប់រស់មកជាមួយគ្រឿងផ្ទុះកំពុងតែមកកាន់រាជធានីនាងនិយាយថានឹងបំទុះសាលាឡានយូដើម្បីស្លាប់ទៅជាមួយអ្នកស្រីស៊ូគាត់ក៏ដាច់ខ្យល់ស្លាប់ទៅផ្លូវទាំងមូលស្ងាត់ជ្រងខ្ញុំឈប់ដើរហើយគិតថាលីវរូយ៉ាននាងស្រីពោដែលដាច់ដែមខាងនោះនៅអាចបង្កប់ព្យុះភ្លៀងបានទៀតហោះខ្ញុំសើចក្នុងចិត្តថាមើលទៅរឿងនេះខ្ញុំត្រូវតែទៅដោះស្រាយដោយខ្លួនឯងម្ដងទៀតហើយលោកគូយន្តថឹងដកដៅចេញមកគ្រប់គ្នាត្រៀមខ្លួនការពារវិមានឡានយូឲ្យបានមិនបាច់ទេខ្ញុំគាត់ទុកគេមករកខ្ញុំដោះស្រាយខ្លួនឯងបានលោកគូយន្តថឹងបារម្ភខ្លាំងពួកទូសម្ដែងមានទុករបែកវាគ្រោះថ្នាក់ណាស់កញ្ញាស៊ូអ្នកមិនខ្ញុំមិនខ្វល់ពីគាត់ទេក៏ដើរទៅទីខាងត្បូងក្រុងនោះជាផ្លូវតែមួយគត់ដែលត្រូវឆ្លងកាត់ដើម្បីចូលក្រុងពេលមេឃចាប់ផ្ដើមងឹតក្រៅទីបញ្ចុះនៅទីខាងត្បូងមានស្រមោលខ្មៅរាប់សិបនាក់មកស្ទាក់ផ្លូវខ្ញុំស្ត្រីម្នាក់ដែលជាមេគេសក់ក្បាលល្ងាញញ៉ៃដែលម្ខាងកាន់ធុងក្របបែកដ៏ធំមួយគឺលីវរូយៀននិងឯងស៊ូឈីងហ៊ាននាងវាពិតជាស្រីអាក្រក់មែនមុខរបស់លីវរូយៀនក្នុងភាពងឹតមើលទៅគួរឲ្យខ្លាចដូចខ្មោចអញ្ចឹងនាងបំផ្លាញជីវិតខ្ញុំក៏ចង់ឲ្យនាងស្លាប់មិនសល់សាកសពដែរខ្ញុំសម្លឹងមើលនាងដូចមើលមនុស្សស្លាប់អញ្ចឹងនាងស្មានថាក្រក់តែរកទូសម្ដែងពីលីងណានមកប៉ុណ្ណឹងអាចសម្លាប់ខ្ញុំបានមែនទេខ្ញុំក៏បោះជំហានទៅមុខមួយជំហានលីវរូយៀនភ័យរហូតថយក្រោយហើយលើកដៃកេះក្នុងដៃឡានកុំចូលមកបើនាងហ៊ានតែមកទៀតខ្ញុំនឹងដុតវាចោលយើងស្លាប់ទាំងអស់គ្នាពួកទូសម្ដែងទាំងនោះក៏ដកដាវកង់ចេញមកហើយព័ទ្ធជុំវិញខ្ញុំសម្លឹងមើលអណ្ដាតភ្លើងតូចមួយនោះរួចក៏បើកមាត់យឺតលីវរូយៀនស្រែកឡូឡាហើយយកដៃកេះទៅជិតខ្សែឆេះក្របបែកក្នុងពេលដែលខ្សែនោះជិតឆេះខ្ញុំក៏បើកមាត់និយាយខ្សែឆេះសំអស់ហើយម្សៅកំភ្លើងក៏អត់ឆេះដែរខ្ញុំនិយាយពាក្យនេះចេញមកយ៉ាងច្បាស់ដែលកេះក្នុងដៃរបស់លីវរូយ៉ានបានដុតខ្សែឆេះតែគ្មានការភ្លើងគ្មានការផ្ទុះអ្វីទាំងអស់ខ្សែឆេះនឹងដូចជាខ្សែស្មៅពុកភុយអញ្ចឹងវាដាច់ភ្លើងរលត់ទៅវិញលីវរូយ៉ានឈរស្ងៀមមួយភាំងនាងខំផ្លុំដៃកេះដូចមនុស្សឈួតរួចព្យាយាមដុតម្ដងទៀតតែវានៅតែមិនឆេះម្សៅកំភ្លើងដែលនាងខំចំណាយលុយទិញមកយ៉ាងថ្លៃឥឡូវខ្លាយជាដីឥតប្រយោជន៍ទៅហើយឯងប្រើមន្តអាគមអីហ្នឹងលីវរូយ៉ានស្រែកយំទាំងបាក់ទឹកចិត្តរួចងាកទៅស្រែកដាក់ក្រុមតារាសម្ដែងសម្រាប់វាទៅយកកាំបិតកាប់វាឲ្យងាប់ពួកតារាសម្ដែងជាង10នាក់លើកកាំបិតកោងរួចស្រែកគំហុកសម្ដៅមករកខ្ញុំឈរនៅនឹងកន្លែងនិយាយដោយសំឡេងត្រជាក់ស្រេបកាំបិតរបស់ពួកឯងទាំងអស់នឹងបាក់ខ្ទេចកាំបិតរបស់ពួកវាបានកាប់មកលើក្បាលខ្ញុំក្រាំងសំឡេងបាក់ដាច់ពីគ្នាកាំបិតកោងរាប់សិបដើមបានបាក់ដាច់ជាពីរនៅចម្ងាយកន្លះធ្នប់ពីក្បាលខ្ញុំហើយខ្ទាតត្រឡប់ទៅវិញផាច់កាំបិតទាំងនោះចាក់ទម្លុះចូលផ្លូវនិងស្មារបស់ពួកវាផ្ទាល់ពួកតារាសម្ដែងស្រែកធ្ងោដួលទៅលើដីឈាមហូរពេញដីគូយន្តថេងនាំទាហានមកដល់ហើយក៏ចាប់ពួកវាបានភ្លាមលីវរូយ៉ានឈួតលីលាទាំងស្រុងនាងអបធុងម្សៅកំភ្លើងដែលខូចនោះហើយយំផងសើចផងព្រះមហាក្សត្រមានព្រះរាជចំការហើយស៊ូឈីនហ៊ានចូលគាល់ជាបន្ទាន់សម្លេងរបស់ខន្ទីស្រួយស្រាប់ណាស់គោយន្តធីងក៏ក្តាប់ដាវយ៉ាងណែនមកឈរពីមុខខ្ញុំគាត់ដឹងហើយថាព្រះមហាក្សត្រកំពុងតែតាមដានខ្ញុំថយទៅខ្ញុំរុញគោយន្តធីងចេញរួចក៏ដើរតាមខន្ទីនោះចូលទៅក្នុងវាំងនៅក្នុងបន្ទប់អធិរាជព្រះមហាក្សត្រគង់លើបល្ល័ង្កប្រសែភ្នែកត្រង់សម្លឹងមកខ្ញុំដូចជាសម្លឹងមើលអាវុធដ៏កម្រឬក៏ដូចជាសម្លឹងមើលសត្វចម្លែកអញ្ចឹងរឿងរ៉ាវរបស់ឯងដឹងអស់ហើយព្រះមហាក្សត្រសម្លឹងមកខ្ញុំទាំងលើកឡើងពីលិខិតសម្ងាត់ពួកចោរប្លន់នៅភ្នំអ៊ឺហ៊ូនិងជោគវាសនារបស់សៀវហ៊ានយានស៊ូឈីងហ៊ានឯងពិតជាមានសមត្ថភាពខ្លាំងមែនខ្ញុំឈរនៅកណ្ដាលព្រះរាជដំណាក់ដោយមិនបានលុតជង្គង់ឡើយព្រះមហាក្សត្រមិនខឹងទេតែបែរជាសាច់វិញចង់ឲ្យឯងនៅទីនេះដើម្បីដាក់បណ្ដាសាកងទ័ពនៅលីងណានឲ្យពួកគេស្លាប់អស់គ្មានសល់ឲ្យតែឯងព្រមនិយាយនឹងតែងតាំងឯងជាគ្រូជាតិខ្ញុំសម្លឹងមើលអធិរាជអង្គនេះហើយបដិសេធដោយមិនស្ទាក់ស្ទើរពាក្យសម្ដីរបស់ខ្ញុំគឺកាត់ផ្ដាច់តែកម្មផលប៉ុណ្ណោះមិនមែនកាត់ផ្ដាច់ជីវិតមនុស្សទេព្រះភេទរបស់ព្រះមហាក្សត្រប្រែជាស្រពោនភ្លាមទ្រង់ក៏ទះទៅយ៉ាងខ្លាំងហ៊ានណាស់ឯងស្មានថាមិនហ៊ានសម្លាប់ឯងមែនទេបាញ់ព្រះមហាក្សត្រស្រែកខ្លាំងខ្ញុំក៏ដើរតម្រង់ទៅរករួញរាប់សិបដើមនោះដោយមិនព្រិចភ្នែកសូម្បីតែបន្តិចរួចនិយាយមួយថាអ្នកណាហ៊ានបាញ់នឹងត្រូវទទួលកម្មពីវិញខាង
ខ្សែធ្នូទាំងអស់ក៏ដាច់ក្នុងពេលតែមួយកម្លាំងរុញច្រានដ៏ខ្លាំងក្លាធ្វើឲ្យខ្សែធ្នូដែលដាច់នោះហោះដូចជាខ្សែរង្ពាត់វាចំមុខនឹងភ្នែករបស់ពួកអ្នកការពារព្រះរាជវាំងយ៉ាងខ្លាំងក្នុងព្រះរាជដំណាក់មានតែសម្លេងស្រែកធ្ងោពួកអ្នកការពាររាប់សិបអ្នកនាំគ្នាក្តាប់មុខដួលរមៀលលើដីបាត់បង់សមត្ថភាពប្រយុទ្ធភ្លាមព្រះមហាក្សត្រភ័យខ្លាចរហូតដួលអង្គុយលើបល្ល័ង្កមុខស្លេកស្លាំងប៉ុន្តែទ្រង់នៅតែថាមាត់ត្រង់ថាស៊ូឈីនហ៊ានឯងហ៊ានប្រឆាំងយើងឬជឿទេថាយើងនឹងបញ្ជាឲ្យសម្លាប់អ្នកភូមិការឈូករបស់ឯងហើយសម្លាប់អាគូយន្តទាំងនោះចោលខ្ញុំសម្លឹងមើលដោយត្រជាក់ស្រេបអំណាចស្ដេចក្នុងលោកនេះស្មានថាអាចសង្កត់សង្កិនច្បាប់ស្ថានសុខបានឬខ្ញុំក៏បោះជំហានឡើងលើចង្កាថ្មម៉ាបដើរតម្រង់ទៅរកបល្ល័ង្កបើព្រះមហាក្សត្រចូលចិត្តយកជីវិតរាជមកគំរាមកំហែងខ្លាំងម្ល៉េះអញ្ចឹងចាប់ពីថ្ងៃនេះទៅទ្រង់នៅស្ងៀមរហូតទៅចុះខ្ញុំសម្លឹងមើលស្ដេចអង្គនេះមិនដាក់ភ្នែកព្រះមហាក្សត្រក៏កើតជំងឺដាច់សរសៃឈាមគូក្បាលភ្លាមនិយាយមិនចេញកម្រើកមិនបានត្រឹមតែដេកលើគ្រែមើលនគរខ្លួនត្រូវគេដណ្ដើមយកទៅព្រះមហាក្សត្រទើបតែចង់ជេរប្រមាថស្រាប់តែភ្នែកទាំងពីរឡើងប៉ោងសម្លេងគ្រឹះចេញពីបំពង់ក៏ទ្រង់ក៏ចាប់ពុកខ្លួនឯងយ៉ាងណែនរាងកាយប្រកាច់យ៉ាងខ្លាំងដួលកាប់មុខពីលើបល្ល័ង្កទៅលើដីខ្លាចជាមនុស្សគ្មានកម្លាំងកំហែងពួកឃ្វាននៅក្បែរនោះភ័យខ្លាចរហូតនំដាក់ខោហើយស្រែកហៅគេឲ្យមកជួយខ្ញុំលើកយកព្រះរាជសារទេនៅលើតុមករួចសរសេរដោយខ្លួនឯងថាប្រទានសេរីភាពដល់ស៊ូឈីនហ៊ានហាងអ្នកណាមកយាយីរួចយកត្រាព្រះរាជសីមកបោះត្រាពីលើខ្ញុំកាន់ព្រះរាជសារនោះដើរចេញពីព្រះរាជដំណាក់ទើបតែដើរចេញផុតទ្វារគូយន្តទាំងក៏កំពុងនាំមនុស្សមកកំពុងតែរងចាំដោយក្តីបារម្ភនៅខាងក្រៅមិនទាន់ទាំងបាននិយាយអ្វីផងផ្ទៃមេឃស្រាប់តែប្រែជាពណ៌ក្រហមឆ្អៅកែយន្តធាងងាកមកវិញភ្លាមទឹកមុខប្រែប្រួលខ្លាំងមិនស្រួលទេខាងត្បូងក្រុងមានអគ្គិភ័យហើយនោះគឺជាទីដែលនៃភូមិគ្រឹះត្រកូលឆែលមេឃនៅទីខាងត្បូងត្រូវបានផ្សែងហុយបិទបាំងអស់ហើយភ្លើងឆេះសន្ធោសន្ធៅពេញមេឃតែម្ដងជុំវិញភូមិគ្រឹះត្រកូលសៀវសុទ្ធតែជាផ្ទះប្រជាជនណែនណានតាមតាប់យប់នេះខ្យល់បក់មកពីទិសខាងជើងបើភ្លើងឆេះរាលដាលទៅដល់មេឃនោះប្រជាជនពាក់កណ្ដាលក្រុងនឹងត្រូវវិនិច្ឆ័យអស់ហើយគោយន្តថេងភ្នែកឡើងក្រហមញ៉ាំងក៏លោតឡើងលើខ្នងសេះទៅខ្ញុំក៏លោតឡើងលើសេះមួយទៀតរួចជិះដេញតាមគោយន្តថេងទៅទីខាងត្បូងពេលយើងទៅដល់ភូមិគ្រឹះមេតបដែលធ្លាប់តែអស់ចានោះពេលនេះខ្លាយជាសមុទ្រភ្លើងទៅហើយកម្ដៅក្តៅគប់ធ្វើឲ្យគ្មានអ្នកណាអាចចូលទៅជិតបានឡើយប្រជាជនជុំវិញនាំគ្នាស្រែកយំទាំងទឹកភ្នែកនាំគ្នាដងទឹកមកពន្លត់ភ្លើងតែចំពោះមុខភ្លើងឆេះសន្ធោសន្ធៅបែបនេះទឹកប៉ុន្មានធំនេះមិនអាចជួយអ្វីបានឡើយអណ្ដាតភ្លើងចាប់ផ្ដើមឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងស៊ូឈីនហ៊ានទីបំផុតឯងមកដល់ហើយហេសំឡេងសើចយ៉ាងខ្លាំងដូចជាសត្វទីទុយពេលយប់បន្លឺឡើងពីក្នុងសមុទ្រភ្លើងខ្ញុំងើបមុខមើលទៅសៀវហ៊ានយួនកំពុងឈរនៅលើដំបូលផ្ទះដែលជិតរលំដោយសក់ក្បាលរញ៉ៃញ៉ៃដែលគេកាន់ដំបងភ្លើងធ្វើមុខមាត់ដូចជាមនុស្សឈួតស៊ូឈីនហ៊ានក្នុងពេលដែលអញមិនសល់អ្វីទាំងអស់បែបនេះអញនឹងដុតក្រុងនេះឲ្យឆេះខ្ទេចឲ្យអស់អញនឹងឲ្យប្រជាជនរាប់ម៉ឺននាក់នេះទៅស្លាប់ជាមួយអញដើម្បីឲ្យអញរស់នៅគេឈួតទៅហើយគេដឹងថាគេមិនអាចសងសឹកខ្ញុំបានក៏ចង់យកជីវិតប្រជាជនទាំងក្រុងមកគំរាមចិត្តខ្ញុំបាញ់ព្រួយបាញ់សម្លាប់អាមនុស្សឈួតនោះទៅគោយន្តថេងស្រែកខ្លាំងតែអ្នកបាញ់ព្រួយមិនអាចចូលទៅជិតបានឡើយខ្យល់បក់បោកខ្លាំងក្នុងកន្លែងភ្លើងឆេះរាលដាលទៅផ្ទះជិតខាងរាប់សិបក្នុងភ្លាមសម្លេងស្រែកយំលាន់នៅពេញគ្រប់ទីខ្ញុំឈរនៅមុខរលកកម្ដៅដ៏សន្ធោសន្ធៅស្ដាប់ឬសម្លេងប្រជាជនយំស្រែកដោយអស់សង្ឃឹមនិងសម្លេងសើចយ៉ាងឈួតលីលីរបស់សៀវហ៊ានយួន10ឆ្នាំមកនេះពាក្យសម្ដីរបស់ខ្ញុំត្រូវបានគេចាត់ទុកថាជាបណ្ដាសាដ៏អាក្រក់យកទៅសម្លាប់មនុស្សយកទៅសងសឹកនិងយកទៅដាក់ទោសពួកជនពាលតែមាត់របស់ស៊ូឈីនហ៊ានខ្ញុំនេះមិនត្រឹមតែអាចកំណត់ជីវិតមនុស្សបានទេថែមទាំងអាចជួយសង្គ្រោះទុក្ខលំបាកបានទៀតផងខ្ញុំបើកភ្នែកភ្លាមសម្លឹងមើលទៅមេឃពេលយប់ដែលគ្របដណ្ដប់ដោយផ្សែងហុយខ្ញុំប្រឹងអស់ពីកម្លាំងកាយចេញសម្លេងស្រែកយ៉ាងខ្លាំងបំផុតក្នុងជីវិតនេះលោកម្ចាស់គោលន់ឲ្យសូមជួយខ្ញុំផងភ្លៀងធ្លាក់មកខ្លាំងដើម្បីពន្លត់ភ្លើងនេះឲ្យរលត់ទៅសៀវហ៊ានយួនសើចកាន់តែខ្លាំងហាហាអត់ប្រយោជន៍ទេមាត់ក្អែករបស់អញវាសម្លាប់បានតែមនុស្សប៉ុណ្ណោះនៅពេលដែលគេកំពុងសើចយ៉ាងឈួតលីលាស្រាប់តែមានសម្លេងគោលាន់យ៉ាងខ្លាំងបន្លឺឡើងនៅលើអាកាសមេឃដែលធ្លាប់តែស្រឡះល្អស្រាប់តែមានពពកខ្មៅងឹតមកគ្របដណ្ដប់ភ្លាមនោះដំណក់ទឹកភ្លៀងធំដូចគ្រាប់សណ្ដែកបានធ្លាក់ចុះមកយ៉ាងខ្លាំងដូចទឹកធ្លាក់នេះមិនមែនជាភ្លៀងធម្មតាទេវាជាភ្លៀងធ្លាក់ពីលើមេឃទាំង9ជាន់ទឹកភ្លៀងធ្លាក់ចំកណ្ដាលភ្លើងធ្វើឲ្យមានសម្លេងឆេះសន្ធោសន្ធៅមិនដល់កន្លះពេងផងភ្លើងដែលឆេះសន្ធោសន្ធៅអាចដុតបំផ្លាញពាក់កណ្ដាលក្រុងបាននោះត្រូវបានភ្លៀងដ៏អស្ចារ្យនេះពន្លត់រលត់អស់ទាំងស្រុងប្រជាជនដែលរួចផុតពីគ្រោះថ្នាក់បាននាំគ្នាសម្លឹងមើលទៅលើមេឃទាំងងឿងឆ្ងល់រួចក៏នាំគ្នាលុតជង្គង់ចុះក្នុងទឹកភក់ពួកគេនាំគ្នាអន់ក្បាលគោរពមកទីខ្ញុំយ៉ាងខ្លាំងហើយស្រែកហៅថាព្រះពោធិសត្វរស់នៅពេលដែលភ្លើងរលត់ដំបូលផ្ទះក្រោមជើងរបស់សៀវហាញយួនក៏បាក់ស្រុតចុះមកគេស្រែកយំយ៉ាងវេទនារួចធ្លាក់ចូលទៅក្នុងគំនរបាក់បែកដែលឆេះខ្មៅគូយន្តថេងដកដាលចេញទៅស្វែងរកត្រូវតែឃើញមនុស្សបើមិនឃើញក៏ត្រូវតែឃើញសាកសពដែរក្នុងគំនរភេផងមានក្លិនឆ្អាបឆេះសន្ធោសន្ធៅទាហាន2 3នាក់របស់មេបញ្ជាការកងទ័ពជើងគោកបានលើកថ្នាំដែលឆេះខ្លោចចេញរួចអូសសាកសពដែលខ្មៅត្រប់មួយចេញមកនោះគឺសៀវហាន់យួនគេមិនទាន់ស្លាប់ទេប៉ុន្តែគេវេទនាជាងស្លាប់10000ដងទៅទៀតរាងកាយរបស់គេរងរបួសដោយសារភ្លើងឆេះយ៉ាងធ្ងន់ធ្ងរស្បែកជាប់នឹងសម្លៀកបំពាក់សាច់ឈាមប្រឡាក់ប្រឡូកជើងទាំងពីររបស់គេត្រូវក្នុងផ្ទះដែលបាក់លុំសង្កត់បាក់ខ្ទេចទាំងស្រុងមើលទៅគួរឲ្យខ្លាចណាស់អាទេតមេតបដ៏អង្អាចក្លាហានដែលគ្មានអ្នកណាហ៊ានប្រមាថពេលនេះបែរជាខ្លាយទៅជាសត្វល្អិតដ៏គួរឲ្យអាណិតមួយដែលកំពុងតែវានៅក្នុងពួកទៅវិញគេកំពុងតែប្រកាច់ដោយការឈឺចាប់ក្នុងបំពង់ក៏បញ្ចេញសម្លេងដកដង្ហើមដូចជាភ្លុំខ្យល់ដែលដាច់រហែកពេលឃើញខ្ញុំដើរទៅមុខគេក៏ប្រឹងអស់ពីកម្លាំងចុងក្រោយវាមករកខ្ញុំបន្តិចម្ដងដោយអូសសាកសពនៅលើដីបន្សល់ទុកនៅស្នាមឈាមដែលមើលទៅគួរឲ្យរន្ធត់គេលូកដៃដែលខ្មៅខ្លោចនោះមកចាប់ជាសម្ពុតស្អាតរបស់ខ្ញុំយ៉ាងណែនស៊ូឈីនហ៊ានខ្ញុំសូមអង្វរនាងក្នុងភ្នែកដែលស្រវាំងរបស់សៀវហាន់យួនពោពេញទៅដោយការឈឺចាប់និងអស់សង្ឃឹមយ៉ាងខ្លាំងគេខំប្រឹងបើកមាត់និយាយពាក្យថាស្លាប់ឲ្យខ្ញុំស្លាប់ទៅឲ្យខ្ញុំបានធូរស្រាលខ្លះទីបំផុតគេក៏មកសុំឲ្យខ្ញុំសម្លាប់គេការធ្វើទារុណកម្មដែលរស់មិនស្មើនឹងស្លាប់នេះបានបំផ្លាញស្មារតីរបស់គេទាំងស្រុងហើយគូយន្តថេងដើរទៅមុខយកចុងដាវទៅចង្អុលនឹងបំពង់របស់សៀវហាន់យួនរួចងាកមកមើលខ្ញុំហើយសួរថាកញ្ញាស៊ូតើចង់ឲ្យខ្ញុំសម្លាប់គេទេខ្ញុំមើលទៅឆ្កែចាស់ដែលកំពុងតែអង្វររកក្តីមេត្តានៅក្រោមជើងខ្ញុំរួចអង្គុយចុះយឺតខ្ញុំលូកដៃទៅសង្កត់លើខ្នងដាវរបស់គូយន្តថេងរួចរុញដាវចេញខ្ញុំសម្លឹងមើលភ្នែករបស់សៀវហាន់យួនហើយញឹមយ៉ាងត្រជាក់ស្រេបខ្ញុំមិនចង់ឲ្យអ្នកស្លាប់ទេខ្ញុំសម្លឹងមើលទៅសៀវហាន់យៀនហើយប្រកាសពីវាសនាចុងក្រោយរបស់គេមួយម៉ាត់សៀវហាន់យៀនខ្ញុំធ្លាប់ប្រាប់អ្នកហើយថាអ្នកនឹងមានអាយុវែងអន្លាយសៀវហាន់យៀនញ័រខ្លួនយ៉ាងខ្លាំងក្នុងភ្នែករបស់គេពោពេញដោយភាពភ័យខ្លាចខ្ញុំខិតទៅចិត្តទៅជីទេហើយនិយាយពាក្យបណ្ដាសាដ៏ខូខើបំផុតដោយសម្លេងស្ងប់ស្ងាត់ដំបៅដែលឆេះដោយភ្លើងលើខ្លួនអ្នកនេះមិនអាចព្យាបាលជាឡើយប៉ុន្តែក៏មិនអាចយកជីវិតអ្នកបានដែរអ្នកនឹងអូសជើងដែលដាច់ទាំងពីរនេះដូចជាកណ្ដុតក្នុងលូអញ្ចឹងដើរសុំទានតាមផ្លូវត្រជាក់ខ្លាំងជួបដង្កូវស៊ីហើយរស់រានមានជីវិតរហូតដល់ទេមិនមែនទេសៀវហាន់យៀនស្រែកយំយ៉ាងខ្លាំងទីបំផុតគេក៏យល់ថានរកអវិជ័យរបស់គេទើបតែចាប់ផ្ដើមប៉ុណ្ណោះ
គេត្រូវតែរស់នៅជាមួយរាងកាយដ៏ពិការនេះឆ្លងកាត់ការជេរប្រមាថនិងការជន់ឈ្លីពីមនុស្សគ្រប់គ្នារាប់សិបឆ្នាំខ្ញុំក្រោកឈរឡើងទាញជាអាវដែលគេធ្វើឲ្យប្រឡាក់ចេញដោយក្តីស្អប់ខ្ពើមហើយមិនងាកមើលគេទៀតឡើយគូយុនថឹងយកគេទៅបោះចោលនៅតំបន់អ្នកក្រដែលលខ្វក់បំផុតនៅភាគខាងត្បូងក្រុងឲ្យគេរស់នៅទីនោះឲ្យបានយូរទៅបាទគូយុនថឹងបកដៃមួយកងទាហាន2 3នាក់ក៏អូសសៀវហាន់យានដែលកំពុងស្រែកយំចូលទៅក្នុងភាពងឹតសូនអឈឹងខ្ញុំងើបមុខមើលមេឃភ្លៀងជប់ហើយពពកខ្មៅក៏លាយបាត់ព្រះច័ន្ទដ៏ភ្លឺថ្លាក៏រះឡើងវិញនៅលើមេឃ10ឆ្នាំនៃការធ្វើជាមនុស្សចំនួន10ឆ្នាំទីបំផុតក៏ត្រូវបានដោះស្រាយរួចរាល់ជាមួយនឹងការរលាយបាត់របស់ត្រកូលសៀវដោះស្រាយជាមួយសៀវហាន់យានរួចហើយខ្ញុំក៏ងាកទៅរកគូយុនថឹងហើយយកព្រះរាជក្រឹត្យលើកលែងទោសដែលមានត្រាព្រះរាជវាំងចេញមកព្រះចៅអធិរាជលោកលួនហើយទីក្រុងនឹងមានចលាចលឆាប់នេះលោកមេតបគូតើលោកមានគម្រោងទៅណាពេលឆ្នាំក្រោយមកនៅឯផ្ទះសំណាក់ស្ងប់ស្ងាត់មួយក្បែរភូមិតាឈូក្នុងតំបន់ស៊ូគឺជាពេលដែលការត្របែករបស់នាងឆៅចាងកំពុងរីកស្គុះស្គាយខ្ញុំកាន់កន្ត្រៃតូចមួយកាត់តម្រឹមការស្វាគមន៍និទានខរដូវក្នុងសួនដោយក្តីរីករាយ3ឆ្នាំមកនេះខ្ញុំមិនដែលបានប្រើវាម្ដងណាឡើយមាត់អប្រិយមិននិយាយមិនធ្វើបាបអ្នកណាហើយក៏មិនជួយអ្នកណាដែរគ្រាន់តែធ្វើជាស្រីធម្មតាម្នាក់ដែលស្ងប់ស្ងាត់ប៉ុណ្ណោះទ្វារសួនត្រូវបានគេរុញបើកគូយន្តថឹងកាន់ត្រីស្រស់មួយក្បាលដែលទើបនឹងនេសាទបានដើរចូលមកយ៉ាងរហ័សគាត់បានលាលែងពីតំណែងនៅរាជធានីហើយឥឡូវនេះគាត់បើកសាលាគុនមួយនៅតំបន់ស៊ូជីវិតរស់នៅយ៉ាងសាមញ្ញតែមានរសជាតិនេះជាដំណឹងដែលបានរៀបពីផ្សារថ្ងៃនេះគូយន្តថឹងនិយាយទាំងញឹមដាក់ខ្ញុំខណៈពេលដែលគាត់កំពុងធ្វើត្រីយ៉ាងស្ទាត់ជំនាញរាជធានីមានការផ្លាស់ប្ដូរហើយស្ដេចចាស់ដែលដេកលើគ្រែអស់3ឆ្នាំនោះទីបំផុតក៏ដាច់ខ្យល់ស្លាប់ទៅស្ដេចថ្មីឡើងគ្រងរាជប្រកាសលើកលែងទោសទូទាំងគោខ្ញុំគ្រាន់តែញឹមតិចមិនបានចាប់អារម្មណ៍អ្វីឡើយនៅមានទៀតមានតែឈួតម្នាក់ទៀតគូយន្តថឹងជប់និយាយបន្តិចក្នុងភ្នែកគាត់មានភាពស្មុគស្មាញបន្តិចឬថាមានអ្នកសុំទានជើងដាច់ម្នាក់ដែលរលាកពេញខ្លួននៅក្នុងវត្តទៅចាស់នៅខាងត្បូងក្រុងរាល់ថ្ងៃដណ្ដើមចំណីឆ្កែក្នុងភក់រស់នៅមិនដូចមនុស្សមិនដូចខ្មោចមិននឹកស្មានថាគេមិនទាន់ស្លាប់ទៀតពិតជាអាយុវែងមែនខ្ញុំដឹងថាអ្នកនោះគឺសៀវហ៊ានយួនគាត់នឹងបន្តជីវិតដែលនៅសល់ដ៏វែងឆ្ងាយនឹងជិះចាប់របស់គាត់ក្នុងភាពសោកស្ដាយនឹងការជិះចាប់មិនចេះហើយត្រីធ្វើរួចហើយថ្ងៃត្រង់នេះញ៉ាំត្រីឬត្រីចំហុយគូយន្តថឹងកាន់ត្រីដែលធ្វើរួចញឹមមើលមកខ្ញុំដាក់កន្ត្រៃចុះហើយដើរទៅក្បែរគាត់មើលទៅបុរសដែលមានរូបរាងស្រស់សង្ហាក្រោមពន្លឺថ្ងៃញ៉ាំត្រីចំហុយទៅខ្ញុំនិយាយតិចជីវិតរស់នៅសាមញ្ញបែបនេះហើយទៅល្អបំផុតខ្យល់បក់មកតិចបក់បោកការត្របែកពណ៌ការឈូពេញអាកាសខ្ញុំឈ្មោះស៊ូជីនហ៊ានខ្ញុំធ្លាប់តបរីករាយពេញ